ថ្ងៃនេះគឺយើងទទួលបានរឿងមួយដែលតាក់ទងជាមួយនឹងបងស្រីម្នាក់ហ្នឹងគឺគាត់នៅពេលដែលគាត់ពោពោះហ្នឹងគឺចំឆ្នាំគាត់របស់គាត់ចឹងណាទាំងអស់គ្នាហើយគាត់ចេះតែមានសុខភាពមួយថ្ងៃកាត់មួយថ្ងៃកោនិយាយទៅគឺដូចចាស់ជរាអញ្ចឹងទាំងដែលគាត់ហ្នឹងនៅក្មេងទេហើយនឹងគឺជាកូនដំបូងរបស់គាត់ហើយឆ្នាំហ្នឹងគឺឪពុកម្ដាយរបស់គាត់សំបីតែប្តីរបស់គាត់ណាអ្នកទាំងអស់គ្នាគឺបារម្ភគាត់ខ្លាំងមែនតើរហូតដល់យប់មួយបងប្រុសបានប្រឹក្សាជាមួយគាត់ថាអូនណាយើងគួរតែកើតវះទៅអីគាត់ចង់ឲ្យប្រពន្ធគាត់កើតវះចឹងណាព្រោះគាត់បារម្ភពីសុខភាពប្រពន្ធគាត់ខ្លាចថ្ងៃដែលត្រូវសម្រាលហ្នឹងមានអីកើតឡើងចឹងណាអ្នកទាំងអស់គ្នាតែបងស្រីគឺគាត់ចចេះខ្លាំងមែនតើដោយសារតែនឹងជាកូនដំបូងរបស់គាត់ចង់ទទួលបានអារម្មណ៍ការកើតធម្មជាតិហើយគាត់ក៏បានតែប្រឹក្សាជាមួយនឹងអ្នកគ្រូពេទ្យដែរអ្នកគ្រូពេទ្យប្រាប់ថាមើលទៅសុខភាពរបស់គាត់នឹងប្រហែលជាមិនអីទេចង់កើតធម្មជាតិក៏បានចង់កើតវះក៏បានដែរអញ្ចឹងចុងក្រោយពួកគាត់ក៏សម្រេចចិត្តថានឹងកើតបែបធម្មជាតិសំណាងល្អក្នុងឆ្នាំហ្នឹងគឺគាត់កើតបានកូនប្រុសមួយមានសុខភាពល្អហើយមានទម្ងន់រហូតដល់3គីឡូក្រាមហ្នឹងហើយអញ្ចឹងក្រោយការកើតហ្នឹងត្រឡប់ទៅដល់ផ្ទះវិញណាឪពុករបស់គាត់ចាប់ផ្ដើមធ្វើពិធីសែនព្រេងតាមអីដែលគាត់ចេះដឹងពីឪពុកគាត់បន្តជំនាន់អញ្ចឹងទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើគាត់ហាមអត់ឲ្យបងស្រីហ្នឹងចុះពីលើគ្រែហើយនឹងដើរចេញពីផ្ទះរបស់គាត់ហ្នឹងក្នុងរយៈពេល7ថ្ងៃជាប់គ្នាតែម្ដងរហូតដល់មួយខែពេញណាបងស្រីអាចទៅណាបានទាំងអស់ចេញពីផ្ទះរបស់គាត់រហូតដល់ថ្ងៃមួយដែលគាត់ត្រូវយកកូនគាត់ទៅចាក់វ៉ាក់សាំងដើម្បីគម្រប់មួយខែកន្លះគាត់ស្រាប់តែទៅជួបហេតុការណ៍មួយដែលគាត់អត់ដែលនឹកស្មានដល់ទេព្រោះអីនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគឺមានព្រាយមកតាមគាត់ហើយតាមហ្នឹងមិនតាមតែគាត់ទេតាមមកយកជីវិតទាំងគាត់យកជីវិតទាំងកូនគាត់ទៅនៅជាមួយតែម្ដងគួរឲ្យខ្លាចខ្លាំងមែនតើអ្នកទាំងអស់គ្នាបទពិសោធន៍របស់គាត់នឹងចែករំលែកជាពិសេសស្ត្រីមានផ្ទៃពោះដែលគេហាមមិនអោយហូបល្ហុងទុំជាដើមតែហេតុអីបានចាស់បុរាណអត់ឲ្យស្ត្រីដែលមានផ្ទៃពោះហ្នឹងហូបល្ហុងទុំនៅក្នុងអេពីសូតនេះអ្នកទាំងអស់គ្នានឹងដឹងទាំងអស់គ្នាហើយដោយសារតែថ្ងៃនេះខ្ញុំកណ្ដោជូនអ្នកទាំងអស់គ្នានៅពីររឿងជាប់គ្នាតែម្ដងរឿងទី2គឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលកើតឡើងនៅខេត្តកំពង់ធំតែខ្ញុំអត់និយាយថានៅទីណាទេដោយសារតែប្អូនគឺគាត់ត្រូវទៅប្រឡងបញ្ចប់ថ្នាក់របស់គាត់នឹងនៅខេត្តកំពង់ធំទាំងដែលមានមិត្តភ័ក្តិរបស់គាត់ធ្លាប់ប្រឡងមុនណាប្រាប់ថាកុំទៅផ្ទះសំណាក់នឹងអីកុំទៅគេងកន្លែងនឹងអីគេធ្លាប់ជួបច្រើនអ្នកហើយតែគាត់គិតថាវាច្រើនឆ្នាំមកហើយសម័យឥឡូវមានខ្មោចលងណាទៀតអញ្ចឹងណាគាត់ក៏សម្រេចចិត្តថាបើអស់ជំរឿទៅហើយគាត់ក៏ទៅគេងនៅកន្លែងហ្នឹងក្នុងរយៈពេល6 7ថ្ងៃដែលគាត់ត្រូវត្រៀមខ្លួនដើម្បីរៀនក្នុងការប្រឡងហើយនឹង2 3ថ្ងៃចុងក្រោយដែលគាត់ត្រូវប្រឡងហ្នឹងណាគឺគាត់ជួបហេតុការណ៍បាសសក់តែម្ដងសូម្បីតែមិត្តភ័ក្តិដែលទៅប្រឡងជាមួយគាត់មកតាមក្រោយគាត់ហ្នឹងគឺជួបគ្រប់គ្នាតែម្ដងរហូតដល់ចុងក្រោយនៅពេលដែលគាត់ចេញមកពីផ្ទះសំណាក់ហ្នឹងវិញគាត់ក៏លេចបែរទៅមើលផ្ទះសំណាក់ហ្នឹងស្រាប់តែគាត់ឃើញព្រលឹងវិញ្ញាណតាចាស់ម្នាក់និងកូនក្មេងម្នាក់លើកដៃបក់លាគាត់ចេះសួស្តីបងរតនានិងក្រុមការងារ The Story Podcast ទាំងអស់ថ្ងៃនេះខ្ញុំមានរឿងព្រាយក្រឡាភ្លើងមកចែករំលែកឲ្យបងប្អូនបានស្ដាប់សង្ឃឹមថាបងនឹងអានរឿងនេះដើម្បីជាសារដាស់តឿនឲ្យបងស្រីពេលសម្រាប់កូនឲ្យមានការប្រុងប្រយ័ត្នផងចុះហើយរឿងនេះបានកាត់ឡើងនៅផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដងនៅឯខេត្តកំពង់ស្ពឺរឿងនេះបានកាត់ឡើងនៅក្នុងឆ្នាំ2023វាគឺជាឆ្នាំគត់របស់ខ្ញុំហើយក៏ជាឆ្នាំដែលខ្ញុំត្រូវសម្រាលកូនដំបូងផងដែរឆ្នាំនោះសុខភាពរបស់ខ្ញុំហាក់ដូចជាមិនសូវល្អប៉ុន្មានទេទោះបីជាខ្ញុំខំថែទាំយកចិត្តទុកដាក់និងមានការមើលថែពីប្តីរបស់ខ្ញុំក្តីតែចម្លែកណាស់អារម្មណ៍របស់ខ្ញុំរស់ដូចមនុស្សចាស់អញ្ចឹងមួយថ្ងៃកាត់មួយថ្ងៃកោប្តីរបស់ខ្ញុំបារម្ភខ្លាំងមែនទែននៅពេលនោះគាត់ក៏បានពិភាក្សាជាមួយខ្ញុំដែរថាអូនណាអូនគួរកាត់វះទៅអីល្អជាងមើលទៅសុខភាពអូនអត់សុវត្ថិភាពនៅក្នុងការកើតធម្មជាតិទេដឹងឮបែបនេះខ្ញុំមិនយល់ព្រមនោះទេខ្ញុំជាមនុស្សក្បាលរឹងណាស់ហើយក៏តបវិញថាយើងបានពិភាក្សាជាមួយនឹងអ្នកគ្រូពេទ្យហើយថាយើងចង់កើតធម្មជាតិហើយអ្នកគ្រូពេទ្យហ្នឹងក៏ថាមិនអីដែរចង់វះក៏បានចង់កើតធម្មជាតិក៏បាននៅពេលហ្នឹង
ហើយដោយសារនឹងគឺជាកូនដំបងផងអញ្ចឹងខ្ញុំផ្ទាល់អត់ចង់កើតវះទេខ្ញុំចង់ស្គាល់អារម្មណ៍ធម្មជាតិជាងនៅពេលនោះដោយមានការប្រកែកពីខ្ញុំខ្លាំងពេកប្តីរបស់ខ្ញុំក៏យល់ព្រមតាមខ្ញុំរហូតដល់ថ្ងៃសម្រាលកូនសុកខ្ញុំក៏បែកទឹកភ្លោះមុនកាលកំណត់ពោះរបស់ខ្ញុំឈឺបណ្ដើទឹកភ្លោះហូរបណ្ដើប្រឡាក់ពេញសម្ពុតតែម្ដងប្តីរបស់ខ្ញុំភ័យណាស់គាត់ក៏ប្រញាប់ទៅតាមគ្រូពេទ្យឲ្យមកជួយខ្ញុំភ្លាមសំណាងណាស់ដោយសារថ្ងៃនោះខ្ញុំនៅមន្ទីរពេទ្យស្រាប់ព្រោះថាពេទ្យបានណែនាំឲ្យខ្ញុំនឹងមកមន្ទីរពេទ្យមុនថ្ងៃហើយគាត់បានណែនាំឲ្យដើរទៅដើរមកអញ្ចឹងងាយស្រួលឲ្យកស្បូនបើកពេលសម្រាលមិនសូវពិបាកនៅពេលនោះមិននឹកស្មានសុកស្រាប់តែបែកទឹកភ្លុះបែបនេះសោះតែសំណាងមែនពេលនោះខ្ញុំក៏សម្រាលបានដោយរលូនព្រោះទាំងម៉ាក់ទាំងប៉ាពួកគាត់នាំគ្នាបែកញើសប៉ុនក្របពោតខំរត់ទៅទិញចេកមកបន់ស្រន់អស់ហើយនៅវត្ថុស័ក្តិសិទ្ធិបន់ទាំងនៅផ្ទះនិងនៅមន្ទីរពេទ្យផងដែរទីបំផុតខ្ញុំបានសម្រាលកូនដោយធម្មជាតិបានដោយជោគជ័យហើយនោះគឺជាកូនប្រុសដំបូងរបស់ខ្ញុំហើយអាអូនណាមានសុខភាពល្អណាស់បងគាត់បានទម្ងន់3គីឡូត្រឹមតែម្ដងបន្ទាប់ពីសម្រាលរួចខាងមន្ទីរពេទ្យមិនទាន់ឲ្យពួកយើងទៅផ្ទះភ្លាមនោះទេគាត់បានឲ្យខ្ញុំនឹងនៅតាមដានសុខភាពទាំងម្ដាយទាំងកូនរយៈពេល24ម៉ោងបន្ថែមទៀតដើម្បីឲ្យប្រកាសថាសុខភាពខ្ញុំហើយនិងកូនរបស់ខ្ញុំមិនមានបញ្ហាអ្វីបន្ទាប់ពីនោះ24ម៉ោងក្រោយមកខាងមន្ទីរពេទ្យក៏បានឲ្យខ្ញុំចេញទៅផ្ទះធម្មតាឃើញមុខកូនណាខ្ញុំពិតជាមានអារម្មណ៍រំភើបផងមានមោទនភាពផងមកលើខ្លួនឯងយ៉ាងម៉េចមិនដឹងទេប្រាប់មិនត្រូវទេខ្ញុំញញឹមបណ្ដើហូរទឹកភ្នែកបណ្ដើនៅពេលនោះភ្លេចអស់ហើយនៅការឈឺចាប់ពេលសម្រានៅថ្ងៃទី1នៅពេលដែលខ្ញុំបានមកដល់ផ្ទះភ្លាមណាប៉ារបស់ខ្ញុំគាត់ក៏បានសូត្របាលីពត់ខ្សែសីមានៅជុំវិញផ្ទះឲ្យខ្ញុំដើររំលងភ្លើងដែលគាត់បានដុតដាក់នៅក្នុងក្អមមួយដែលគាត់ចេះរបៀបនេះខ្លះពីកង់របស់ខ្ញុំបន្ទាប់មកគាត់ក៏បានយកកំបោរមកគូសសញ្ញាបូកនៅនឹងជើងគ្រែដែលខ្ញុំត្រូវគេងសម្រាកនៅទីនោះហើយនឹងកាប់បន្លាដាក់ពីខាងក្រោមគ្រែនោះផ្ទាល់តែម្ដងឪពុកខ្ញុំថាពិធីពត់ខ្សែសីមានេះមានតាំងពីបុរាណមកម្លេះចាស់ចំណាំតែធ្វើតគ្នាដើម្បីរារាំងពពួកខ្មោចព្រាយបិសាចពួកអនាថានិងពួកអាបព្រាយតៃហោងអីហ្នឹងមិនឲ្យវាមកលុកបន្លាចខ្ញុំហើយនឹងកូនរបស់ខ្ញុំដោយហេតុថាកូនក្មេងមានក្លិនក្រអូបនិងប្រហើលដែលងាយស្រួលឲ្យពពួកអមនុស្សហ្នឹងមកលងបន្លាចនិងដើរមកតាមក្លិនកូនក្មេងហើយគាត់ក៏ហាមខ្ញុំមិនឲ្យចុះពីលើគ្រែនិងហាមដាច់ខាតទៅក្រៅផ្ទះឬក៏ក្រោយផ្ទះតែម្នាក់ឯងជាដាច់ខាតរហូតដល់រយៈពេល7ថ្ងៃទើបគាត់ឲ្យខ្ញុំចុះដើរវិញជាធម្មតាព្រោះស្ត្រីក្រោយពេលសម្រាលមានវិញ្ញាណខ្សោយណាស់ងាយឲ្យពួកវាចូលសន្ធិដ្ឋឬក៏កាច់ជប់ទៅជាមួយបានដែលគេហៅថាព្រាយក្រឡាភ្លើងនឹងឯងប្តីខ្ញុំគាត់មិនសូវជឿរឿងទាំងអស់នឹងប៉ុន្មានទេតែគាត់ក៏មិនចង់ឆ្លោះគ្នាជាមួយនឹងឪពុករបស់ខ្ញុំម្យ៉ាងមើលទៅក៏មិនបានខូចខាតអ្វីដែរឪពុកខ្ញុំធ្វើព្រោះតែបារម្ភខ្ញុំនិងអាអូនតែប៉ុណ្ណោះប្តីខ្ញុំក៏សុខចិត្តសំងំស្ងៀមធ្វើអ្វីតាមតែឪពុកខ្ញុំប្រាប់អញ្ចឹងទៅរយៈពេល7ថ្ងៃកន្លងផុតទៅខ្ញុំហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនោះទេទាំងកូនខ្ញុំក៏ដូចគ្នាគឺពួកយើងបានសុខសាន្តណាស់ខ្ញុំគិតថាអីលេងបារម្ភអីតែពេញជាមួយខែកន្លងមកនេះបន្ទាប់ពីសម្រាខ្ញុំមិនដែលបានដើរហើរទៅណាទេមួយថ្ងៃនៅតែនៅលើគ្រែហើយនឹងនៅក្នុងផ្ទះតែប៉ុណ្ណោះរហូតដល់អាអូនបាន1ខែកន្លះខាងមន្ទីរពេទ្យក៏បានតម្រូវឲ្យគាត់ទៅចាក់វ៉ាក់សាំងក្មេងសម្រាប់ក្មេងដែលមានគម្រប់ខួប1ខែកន្លះនឹងឯងថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំបានចេញទៅក្រៅឆ្ងាយពីបរិវេណផ្ទះជាលើកដំបូងនៅតាមផ្លូវមកវិញខ្ញុំក៏បានឆ្លៀតទៅលេងឪពុកម្ដាយក្មេងរបស់ខ្ញុំដោយសារតែភូមិរបស់យើងនៅជិតគ្នាដែរទេជាប្រហែលតែ10នាទីអីដល់ហើយពេលនោះហើយហេតុការណ៍ប្លែកៗក៏បានចាប់កើតមានឡើងក្រោយពេលឪពុកម្ដាយរបស់ខ្ញុំពួកគាត់បានលេងចៅឲ្យបាត់នឹកចាប់សពគ្រប់ហើយខ្ញុំក៏លាពួកគាត់ត្រឡប់មកផ្ទះវិញនៅតាមផ្លូវពេលខ្ញុំត្រឡប់មកផ្ទះវិញហ្នឹងក្នុងមួយជាតិនេះខ្ញុំមិនដែលគិតឡើយថាមានព្រាយស្ត្រីម្នាក់វាបានមកតាមខ្ញុំ
តែខ្ញុំមិនដឹងខ្លួននោះទេរហូតដល់យប់នោះខ្ញុំនិងប្តីខ្ញុំបានដាក់វេនគ្នាមើលកូនជាធម្មតាតែយប់នោះដោយសារអាអូនយំប្លែកជាងយប់រាល់ដងគឺយំប្លែកខ្លាំងមែនតែម្ដងខុសពីធម្មតាពួកយើងក៏បានដាក់វេនគ្នាយល់អន្រឹងម្នាក់ម្ដងរហូតដល់វេនខ្ញុំដោយសារតែខ្ញុំអត់ងងុយខ្លាំងមែនតែនសរសៃខ្ចីផងណាមួយត្រូវងើបមកមើលកូននិងឲ្យគាត់មឹមទាំងកណ្ដាលយប់ទៀតខ្ញុំក៏បានដាក់ប៉ៅអ៊ីគេងយកអន្រឹងមិនឲ្យដាច់ពីដៃតែម្ដងព្រោះខ្លាចគាត់ភ្ញាក់នៅយប់នោះគាត់ធ្វើទុកខ្លាំងមែនតែនចំណែកឯប្តីរបស់ខ្ញុំវិញណាគាត់នៅគេងលើគ្រែដែលមិនឆ្ងាយពីខ្ញុំប៉ុន្មានទេប្រហែលជាមួយជំហានដល់គ្រែនិងកន្លែងដែលខ្ញុំគេងតែម្ដងយប់នោះខ្ញុំចាំបានថាខ្ញុំយល់អន្រឹងយូរទៅក៏ដាក់ខ្លួនគេងបន្តិចគេងលក់តាំងពីថ្មណាក៏មិនដឹងផងតែកន្លែងដែលខ្ញុំគេងហ្នឹងណាខ្ញុំអត់បានទៅគេងនៅក្នុងបន្ទប់ខ្ញុំនៅខាងលើផ្ទះនោះទេព្រោះយើងមានកូនតូចពិបាកឡើងចុះអញ្ចឹងខ្ញុំគេងនៅខាងក្រោមផ្ទះតែម្ដងតែក៏គ្មានបន្ទប់អ្វីដែរបងព្រោះខាងក្រោមផ្ទះមានបន្ទប់តែមួយតែប៉ុណ្ណោះដែលជាបន្ទប់របស់បងប្រុសខ្ញុំនិងបងថ្លៃរបស់ខ្ញុំនិយាយឲ្យស្រួលស្ដាប់គឺខ្ញុំគេងនៅខាងក្នុងផ្ទះតែខាងក្រៅបន្ទប់បងរបស់ខ្ញុំនឹងឯងរបៀបគេងនៅតាមផ្លូវចេញចូលមាត់ទ្វារធំអញ្ចឹងណានៅពេលនោះខ្ញុំបិទភ្នែករៀងស្រឹមទៅហើយនៅសុកស្រាប់តែខ្ញុំឮសូរសំឡេងម៉ាក់របស់ខ្ញុំនិយាយអ្វីមិនដឹងនៅពីលើក្បាលរបស់ខ្ញុំសំឡេងខ្សើខ្ញុំស្មានតែម្ដាយរបស់ខ្ញុំភ្ញាក់មកមើលចៅរបស់គាត់ខ្ញុំក៏បានក្រឡេកទៅលើក្បាលរបស់ខ្ញុំស្រាប់តែខ្ញុំឃើញស្រមោលមួយគេឈ្ងោកមកលើខ្ញុំយ៉ាងខ្មៅស្រិបខ្ញុំក៏ញីភ្នែកម្ដងនេះគឺមិនឃើញអ្វីសោះងងឹតឆឹងព្រោះនៅពេលនោះខ្ញុំគេងបើកអំពូលតែមួយទេនៅពេលនោះបេះដូងខ្ញុំបុកឌឹបប៉ុន្តែដោយសារតែមិនឃើញអ្វីខ្ញុំក៏ថាប្រហែលជាខ្ញុំយល់ច្រឡំហើយខ្ញុំក៏បានយល់អាអូនឲ្យគេងវិញទៅតែគេងគ្មានលក់ទេបងអើយហើយអាអូនទៀតសោតគេងភ្ញាក់ទៀតចម្លែកណាស់ឲ្យតែខ្ញុំចាប់ផ្ដើមបិទភ្នែកស្រាប់តែមានសំឡេងមនុស្សនិយាយបានលេចលឺមកពីគ្រប់ទីកន្លែងតែម្ដងនៅយប់នោះម្ដងលឺមីងខ្ញុំនិយាយនៅចុងជើងម្ដងលឺបងប្រុសរបស់ខ្ញុំនិយាយនៅខាងស្ដាំម្ដងលឺសំឡេងប៉ារបស់ខ្ញុំនិយាយនៅខាងឆ្វេងដឹងតែពួកគេនិយាយអីប៉ុន្តែខ្ញុំស្ដាប់មិនបានមួយម៉ាត់ទេហើយដំបងខ្ញុំគិតថាប្រហែលពីខ្ញុំមានសុខភាពខ្សោយជាមនុស្សស្រីសរសៃខ្ចីទើបស្ដាប់ឮអ្វីផ្ដេសផ្ដាសតែសំឡេងហ្នឹងវានៅក្នុងខួរក្បាលខ្ញុំនឹងឯងសំងំបានមួយសន្ទុះស្រាប់តែឮសំឡេងស្រែកខ្លាំងណាស់មកពីក្រោយខ្ញុំតែម្ដងពេលនឹងខ្ញុំឡើងភ្ញាក់ម្ដងនេះខ្ញុំច្បាស់ណាស់ថាខ្ញុំមិនបានស្ដាប់ច្រឡំទេព្រោះខ្ញុំគេមិនតាន់លក់ទេលើកនេះខ្ញុំទ្រាំអត់បានទេខ្ញុំក៏សម្រេចចិត្តទៅដាស់ប្តីហើយអង្គុយយំយកតែម្ដងខ្ញុំយំខ្លាំងណាស់នៅពេលនោះសុកខ្ញុំមានអារម្មណ៍ថារងាយ៉ាងម៉េចមិនដឹងខ្លួនខ្ញុំញ័រដូចកូនសត្វហើយខ្ញុំក៏បានឲ្យប្តីរបស់ខ្ញុំប្រញាប់ទៅហៅម៉ាក់នៅលើផ្ទះមកតែហៅឲ្យលឿនម្ដាយរបស់ខ្ញុំគាត់ក៏បានចុះមកទាំងភ័យហើយក៏សួរថាថៃហែងខ្ញុំក៏បានប្រាប់គាត់តាមសាច់រឿងដែលខ្ញុំបានជួបគាត់មើលមុខពុកខ្ញុំដែលចុះមកតាមក្រោយបានត្រឹមពាក់កណ្ដាលកម្មចិន្តាដោយការបារម្ភខ្លាំងមែនទែនជិត2ម៉ោងកន្លងមកគាត់ក៏បានលួងលោមខ្ញុំនឹងមិនឲ្យខ្ញុំយំទេបងខ្លាចខ្ញុំនឹងទាស់សរសៃហើយគាត់ក៏បានផ្ដាំដាច់ខាតមិនឲ្យប្តីខ្ញុំទុកខ្ញុំចោលទៀតឡើយបើមិនមានការចាំបាច់ហាមដើរឆ្ងាយពីខ្ញុំជាដាច់ខាតគាត់ផ្ដាំរួចហើយម្ដាយរបស់ខ្ញុំហើយនឹងឪពុករបស់ខ្ញុំក៏គាត់ជិះម៉ូតូចេញទៅក្រៅខ្ញុំមិនដឹងថាពួកគាត់ទៅណានោះទេក្រោយមកនៅពេលដែលគាត់មកវិញទើបខ្ញុំដឹងថាការពិតពួកគាត់បានទៅរកគ្រូម្នាក់ដែលនៅជិតផ្ទះព្រោះនៅពេលនោះគឺម៉ោង4ទៀបភ្លឺទៅហើយយប់នោះម្ដាយរបស់ខ្ញុំគិតថាប្រកាសជាមានអីមិនស្រួលមកតាមខ្ញុំហើយនៅពេលដែលខ្ញុំចេញទៅខាងក្រៅថ្ងៃនោះម្ដាយរបស់ខ្ញុំមកផ្ទះវិញមានទាំងខ្សែចង្កេះនិងទឹកមុនច្រកដបទឹកសុទ្ធ1លីត្រមកជាមួយគ្នាផងដែរគាត់ក៏បានទៅកាច់មែកទទឹមក្បែរកម្មចិន្តាយកមកប្រោះព្រំឲ្យខ្ញុំនិងពាក់ខ្សែចង្កេះឲ្យខ្ញុំរួចហើយក៏ឲ្យខ្ញុំសំងំគេងវិញទៅព្រោះឃើញខ្ញុំដូចជាគ្មានកម្លាំងនៅក្នុងខ្លួនសោះមុខខ្ញុំឡើងស្លេកខ្លាំងដូចជាគ្មានឈាមអញ្ចឹងខ្ញុំក៏ចេះតែសំងំគេងតាមគាត់ប្រាប់តែគេងបានតែមួយភាំងភ្ញាក់មកម៉ោង6ព្រឹកល្មមខ្ញុំគិតទៅនៅតែមិនអស់ចិត្តថ្ងៃនោះខ្ញុំក៏ស្រែកហៅម្ដាយខ្ញុំមកសួរនាំថាតើគាត់នឹងទៅមើលគ្រូថាតើគ្រូនិយាយយ៉ាងម៉េចខ្លះ
Nơiពេលនោះម្ដាយរបស់ខ្ញុំធ្វើមុខអេអុញដូចជាមិនចង់ប្រាប់ខ្ញុំនោះទេព្រោះខ្លាចខ្ញុំនឹងកាន់តែខ្លាចតែខ្ញុំក៏បានទទូចសួរនាំគាត់ជាច្រើនលើកជាច្រើនសាររហូតដល់គាត់នឹងដាច់ចិត្តនិយាយប្រាប់ថានៅថ្ងៃនោះនៅពេលដែលគាត់ទៅមើលគ្រូគាត់ក៏បានយកថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំនិងក្រាស់សិទ្ធិសក់របស់ខ្ញុំទៅឲ្យគ្រូនោះបានរៀបចំពិធីអ្វីមិនដឹងទេមានទាំងយ័ន្តក្រហមមានទាំងរូបក្រមួនអ្វីមិនដឹងហើយគេក៏បានដាក់ក្រាស់សិទ្ធិសក់ហ្នឹងទៅក្នុងកន្សែងយ័ន្តក្រហមហ្នឹងបន្ទាប់មកគ្រូហ្នឹងក៏បិទភ្នែកមួយស្របក់ប្រហែលជាង10ទៅ15នាទីម្ដាយរបស់ខ្ញុំសង្កេតឃើញថាមាត់គ្រូហ្នឹងមិនដឹងជានិយាយអ្វីទេស្ដាប់មិនបានហាក់ដូចជាកំពុងតែសន្ទនាជាមួយនឹងនរណាគេម្នាក់ក្រោយពេលបើកភ្នែកមកវិញគ្រូនោះក៏បាននិយាយថាមានបញ្ហាហើយគឺថាមានព្រាយតៃហោម្នាក់បានតាមខ្ញុំមកពីខាងក្រៅវាមកលុកបន្លាចព្រោះវាចង់បានរបស់ស៊ីចុកហើយវាក៏មានកូនចៅចាំនៅសម្បុកវាដែរហើយគ្រូនោះក៏បានសួរថាវាចង់ស៊ីអីធ្វើម៉េចបានព្រមលេងខ្ញុំវិញវាឆ្លើយថាវាចង់បានបាយសបាយក្រហមយកទៅឲ្យកូនវាស៊ីព្រោះគ្មាននរណាគេធ្វើបន់ឲ្យវាទេតាំងពីវាស្លាប់ជាព្រាយតៃហោងមកគឺវាគ្មានចំណីអីស៊ីទេនៅថ្ងៃនោះនៅពេលដែលខ្ញុំចេញទៅក្រៅនឹងសង្ស័យខ្ញុំទៅដើរជន់អីឬក៏និយាយស្ដីអីដែលអាចឲ្យវាមកតាមហើយអាចចូលទៅក្នុងផ្ទះបានទៀតផងព្រោះជាធម្មតាពពុះព្រីអស់នេះវាអត់អាចចូលផ្ទះយើងបាននោះទេដោយសារតែមានព្រះភូមិហើយនឹងជំនាញផ្ទះនៅចាំការពារលុះត្រាណាតែម្ចាស់ផ្ទះអនុញ្ញាតទើបវាចូលបានម្យ៉ាងនោះគឺជាឆ្នាំគត់របស់ខ្ញុំទៀតហើយខ្ញុំក៏ជាស្ត្រីកូនខ្ចីអញ្ចឹងទៀតងាយជួបគ្រោះថ្នាក់ត្រូវព្រាយកាច់យកទៅធ្វើបរិវារវាណាឬក៏ពេលខ្លះវាកាច់យកទៅចាំទីជំនួសវាតែម្ដងពេលនោះខ្ញុំលឺហើយស្ទើរកាំងបេះដូងមាត់ខ្ញុំឡើងស្លេកម្ដាយខ្ញុំខំប្រឹងឲ្យខ្ញុំនឹងទប់ស្មារតីនិងសូត្រមន្តបណ្ដើរយកទឹកមន្តឲ្យខ្ញុំផឹកបណ្ដើរផឹកអស់ទើបខ្ញុំអស់អីលុះព្រឹកឡើងខ្ញុំក៏បានទៅធ្វើពិធីប្រជែកអង្គហើយនឹងធ្វើកន្ទោងមានបាយសបាយក្រហមដាក់ឲ្យគេនៅទិសខាងជើងឈៀងខាងកើតព្រោះគេនៅទិសហ្នឹងបន្ទាប់មកទៀតរឿងដែលនឹកស្មានមិនដល់គឺខ្ញុំគិតថាប្រហែលជាគេលេងមករករឿងខ្ញុំនិងកូនខ្ញុំបន្តទៀតហើយតែនៅជប់ថ្ងៃដដែលហ្នឹងគេមកទៀតតែម្ដងនេះមិនមែនជាសំឡេងអ្វីនោះទេគឺគេមកទាំងរូបស្រស់តែម្ដងយប់នោះខ្ញុំគេងនៅលើគ្រែតែពីរអ្នកកូនតូចផ្លឹមទៅតែបន្តិចដូចជាយូរសពបន្តិចឬក៏យ៉ាងម៉េចបន្តិចមិនដឹងទេស្រាប់តែខ្ញុំហាក់ដូចជាឃើញគេមកពីទិសខាងជើងឈៀងខាងកើតគឺជាទិសដែលខ្ញុំសែនកន្ទងឲ្យគេនឹងខ្ញុំចាប់ផ្ដើមឃើញមុខមាត់គេពិតប្រាកដហើយមុខមាត់គេគួរឲ្យខ្លាចខ្លាំងណាស់មុខឡើងស្លេកសក់វែងអន្លាយបាំងមុខឃើញតែប្រឡោះភ្នែកគេស្លៀកឈុតសរ៉ូបត្រឹមជង្គង់មានផ្កាតិចរៀងចាស់បន្តិចហើយដៃគេឡើងខ្មៅមានក្រចកវែងឬអត់ខ្ញុំក៏មិនដឹងដែរតែខ្ញុំហាក់ដូចជាខ្លាចម្រាមដៃគេណាស់ចេះតែមិនហ៊ានសម្លឹងមើលដៃគេនឹងមុខគេនោះទេពេលនោះគេហាក់ដូចជានិយាយអ្វីមកកាន់ខ្ញុំមិនដឹងថាជាសម្លេងឬក៏អារម្មណ៍នោះទេតែខ្ញុំគ្រាន់តែដឹងថាគេបានបញ្ចេញនៅពាក្យទាំងអស់ហ្នឹងអញចង់បានជែកសែនកាធ្វើឲ្យអញថ្ងៃហ្នឹងអញអត់ចង់បានបាយសបាយក្រហមស្អីទេអញចង់បានជែកសែនកាបើមិនអញ្ចឹងអញកាច់យកទៅទាំងម៉ែទាំងកូនពេលនឹងខ្ញុំខ្លាចខ្លាំងណាស់រូបភាពនោះឯងធ្វើឲ្យខ្ញុំចងចាំនិងខ្លាចរហូតមកដល់ពេលសប្តាហ៍ថ្ងៃហ្នឹងគេនិយាយបណ្ដើខិតចូលមកជិតខ្ញុំនិងកូនខ្ញុំបណ្ដើទាំងដែលជើងគេមិនកម្រើកសោះបេះដូងរបស់ខ្ញុំលោតឌឹបខ្លាចគេធ្វើបាបកូនខ្ញុំគ្រាន់តែគេមកភ្លាមកូនខ្ញុំស្រែកយំយកតែម្ដងតែខ្ញុំជាម្ដាយរើខ្លួនក៏មិនរួចលើកកូនមិនកើតសោះដូចជាគេមិនចង់ឲ្យខ្ញុំងើបរួចអញ្ចឹងពេលហ្នឹងខ្ញុំអាណិតកូនខ្ញុំណាស់មិនដឹងជាគ្នាភ័យខ្លាំងយ៉ាងណាទៅខ្ញុំដឹងថាពេលហ្នឹងគាត់ត្រូវការខ្ញុំខ្លាំងមែនតែនតែខ្ញុំកម្រាច់ខ្លួនអត់រួចងើបទៅត្រកង3កូនមិនបានសោះខ្ញុំយំខ្លាំងណាស់នឹកគុណអស់ហើយកូនម្ដាយបិតាកូនគ្រូបាត់ជាយទាំងហូរទៅភ្នែកបណ្ដើសោតមុនបណ្ដើមួយសន្ទុះក្រោយមកខ្ញុំក៏ងើបបានមកវិញរហូតដល់ស្រមោលគេរលាយបាត់បន្តិចម្ដងបានខ្ញុំរើខ្លួនរួចឡើងវិញបានដូចធម្មតា
ងើបមកភ្លាមមុខខ្ញុំឡើងស្លេកខ្លាំងហើយបាច់ញើសជោគពេញខ្លួនតែម្ដងចំណែកឲ្យកូនខ្ញុំវិញណាពេលគេទៅបាត់គាត់ក៏អន់យំវិញទៅហើយពេលខ្ញុំសួរប្តីខ្ញុំនៅគេងប៉ៅអ៊ីចិត្តហ្នឹងណាគាត់ថាគាត់អត់បានលឺសូរសំឡេងកូនខ្ញុំយំទេសំឡេងខ្ញុំគាត់ក៏មិនបានលឺដែរគាត់ឃើញកូនខ្ញុំគេងធម្មតាហើយគាត់ឃើញខ្ញុំនឹងគេងរើព្រុសប្រាសដែរតែគាត់នឹកស្មានតែខ្ញុំនឹងគេងមិនលក់ហើយខ្ញុំចេះតែគេងរើធម្មតាអញ្ចឹងណាព្រោះថាគាត់ឃើញភ្នែកខ្ញុំបិទអញ្ចឹងគាត់ក៏មិនហ៊ានដាស់រំខានអ្វីដែរគាត់ចង់ឲ្យខ្ញុំបន្តគេអញ្ចឹងណាអូអ្នកទាំងអស់គ្នាអញ្ចឹងបានថាគ្រប់ពេលវេលាដែលខ្មោចលងគឺយើងតែម្នាក់ឯងទេដែលដឹងដែលលឺដែលបានឃើញអ្នកនៅជុំវិញខ្លួនយើងទោះបីជាគេងនៅក្បែរយើងក៏ដោយពេលខ្លះគេអត់ដឹងរឿងនោះទេព្រឹកឡើងខ្ញុំយករឿងហ្នឹងទៅប្រាប់ម្ដាយរបស់ខ្ញុំប្រាប់គាត់ថាហេតុអ្វីបានជាយើងសែនសំណែនឲ្យគេហើយគេនៅតែមករករឿងយើងទៀតអញ្ចឹងម្ដាយរបស់ខ្ញុំអត់មានមាត់ទេពួកយើងក៏បាននាំគ្នាទៅនិយាយជាមួយនឹងគ្រូនោះម្ដងទៀតគ្រូនោះក៏បានព្យាយាមអន្តងប្រឡឹងព្រាយនោះមកនិយាយគ្នាម្ដងទៀតក្រោយពីបិទភ្នែកចប់គាត់ក៏ងាកមកប្រាប់ខ្ញុំនិងម្ដាយខ្ញុំវិញថាឲ្យខ្ញុំធ្វើតាមបណ្ដាំដែលគេប្រាប់ទៅគាត់ជួយអ្វីមិនបានទេព្រាយនោះកាចខ្លាំងណាស់ព្រោះខ្ញុំគឺជាអ្នកនាំគេមកហើយគេចង់បានចេកសែនការនិងអំបោះក្រហមដាច់ខាតត្រូវតែធ្វើឲ្យគេនៅក្នុងថ្ងៃហ្នឹងបាទចេកសែនការនឹងមានន័យថាគេចង់បានចេកដែលគេការរួចយកមកឲ្យគេដាក់កន្ទោងសែនឲ្យគេប៉ុណ្ណេះគឺយើងអាចដឹងខ្លះហើយថាព្រីនេះមិនទាន់បានក្រាបក្បាលដល់កន្ទេអីនោះទេទើបវាចង់បានតែរបស់ហែចំនួនពេលគេការរួចអញ្ចឹងណាចង់ស៊ីរបស់ដែលមានខាន់ស្លាតែនេះគឺជាខែ11ខែនេះគ្មាននរណាគេការនោះទេអស់ជំរឿពួកយើងគ្រាន់តែយកចេកមួយស្និតនិងអំបោះក្រហមធម្មតាមកដាក់ដោយសន្មតថាចេកនឹងបានមកពីកន្លែងការតែប៉ុណ្ណោះហើយក៏អុជធប់ដាច់ខាតត្រូវតែធ្វើឲ្យគេនៅក្នុងថ្ងៃហ្នឹងបាទចេកសែនការនឹងមានន័យថាគេចង់បានចេកដែលគេការរួចយកមកឲ្យគេដាក់កន្ទោងសែនឲ្យគេប៉ុណ្ណេះគឺយើងអាចដឹងខ្លះហើយថាព្រីនេះមិនទាន់បានក្រាបក្បាលដល់កន្ទេអីនោះទេទើបវាចង់បានតែរបស់ហែចំនួនពេលគេការរួចអញ្ចឹងណាចង់ស៊ីរបស់ដែលមានខាន់ស្លាតែនេះគឺជាខែ11ខែនេះគ្មាននរណាគេការនោះទេអស់ជំរឿពួកយើងគ្រាន់តែយកចេកមួយស្និតនិងអំបោះក្រហមធម្មតាមកដាក់ដោយសន្មតថាចេកនឹងបានមកពីកន្លែងការតែប៉ុណ្ណោះហើយក៏អុជធូបឲ្យគេទៅថាចេកនឹងគឺជាចេកសែនការហើយនឹងអំបោះក្រហមដែលអ្នកចង់បានហើយសូមអ្នកកុំមកលងបន្លាយខ្ញុំនិងកូនខ្ញុំទៀតហើយខ្ញុំក៏បានប្រជែកអង្គដោយការធ្វើលើកទី1ដែរនិងបានដាក់សែនឲ្យគេនៅទិសខាងជើងឈៀងខាងកើតដដែលបន្ទាប់មកទៀតប្តីខ្ញុំមិនអស់ចិត្តទេគាត់ក៏បាននាំខ្ញុំទៅវត្តមួយកន្លែងដែលនៅក្នុងខេត្តកណ្ដាលត្រូវជាវត្តស្រុកកំណើតរបស់គាត់តែម្ដងហើយក៏ជាទីកន្លែងជីតារបស់ប្តីខ្ញុំដែរលោកបានបួសនៅវត្តនឹងបន្ទាប់មកលោកតាក៏មានសង្ឃដីកាសួរថាមករកអាត្មាមានការអីពួកខ្ញុំក៏បានរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់លោកតាបន្ទាប់មកគាត់ក៏សួរថាខ្ញុំកើតឆ្នាំអីកើតនៅឆ្នាំណាខ្ញុំបានប្រាប់គាត់ទៅថាខ្ញុំនឹងឆ្នាំវកហើយគាត់ក៏បានរាប់ដៃមើលមួយសន្ទុះក្រោយមកគាត់បាននិយាយថាគេម្នាក់នោះគឺជាព្រាយហើយគេក៏មានកូនដែរគេបានមកតាមខ្ញុំដោយសារតែខ្ញុំនឹងជិះម៉ូតូចៃដន្យជួបគេនៅតាមផ្លូវគឺជិះទៅទិសជើងឈៀងខាងកើតនឹងឯងហើយប្រហែលជាយើងមានធ្លុយមាត់និយាយតាមផ្លូវពេលឃើញដើមឈើអីធំថាសូមឲ្យអ្នកដែលមានបារមីមកតាមថែរក្សាអីឬក៏សូមឲ្យគេមកការពារយើងអីអត់គាត់បានសួរខ្ញុំអញ្ចឹងខ្ញុំក៏ព្យាយាមគិតឡើងវិញគិតយ៉ាងណាក៏មិនចេញគិតទៅគិតមកទើបខ្ញុំចាំបានថាអូប៉ិតហើយខ្ញុំបានជិះកាត់ខ្ទមមួយមែនវាគឺជាខ្ទមចាស់ក្បែរដើមពោធិធំមួយតែប៉ុណ្ណោះទើបខ្ញុំគិតថាគួរតែសុំសេចក្តីសុខគេទៅពេលហ្នឹងខ្ញុំបានជិះម៉ូតូជាមួយនឹងប្តីរបស់ខ្ញុំជាមួយកូនរបស់ខ្ញុំទៅជួបម្ដាយខ្ញុំប៉ិតមែនគឺទៅលេងផ្ទះប៉ាម៉ាក់ខ្ញុំនឹងឯងជាហេតុដែលគេតាមខ្ញុំមកដល់ផ្ទះក្រោយមកលោកតាក៏មានសន្និការសួរខ្ញុំទៀតថាពេលនោះញោមឯងមានហូបលហុងទុំឬអត់សំណួរនេះខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះខ្ញុំបានហូបមែនឲ្យស្រួលបាត់ជើងពេលសម្រាប់កូនរួចខ្ញុំឧស្សាហ៍ហូបណាស់ពេលនោះលួចគិតក្នុងចិត្តដែរថាម្ដេចបានលោកតាក៏ដឹងហើយខ្ញុំក៏បានឆ្លើយប្រាប់លោកតាថាកាលណាបានហូបតាលោកតាហើយលោកតាក៏មានសង្ឃដីកាបន្តទៀតថានឹងឯងជាមូលហេតុដែលគេតាមខ្ញុំជាប់មិនលែងបែបនេះគឺគេមកតាមក្លិនលហុងទុំនេះឯង
លហុងទុំមានក្លិនក្រអូបប្រហើរនិងតាក់ទាញឲ្យពពួកខ្មោចព្រាយបិសាចមកតាមក្លិននឹងបានហើយលោកតាក៏បានផ្ដាំខ្ញុំទៀតថាចាប់ពីពេលនេះទៅហាមិនឲ្យហូបលហុងទុំទៀតទេរហូតដល់ដាច់ឆ្នាំតែម្ដងចូលឆ្នាំថ្មី2024ទើបអាចហូបវិញបានក្រោយមកលោកតាក៏បានសុទ្ធមុនបណ្ដោះគ្រោះនឹងស្រោចទឹកឲ្យខ្ញុំនិងឲ្យខ្សែសីមាពណ៌សមកពាក់នៅនឹងដៃបន្ទាប់ពីខ្ញុំបានស្រោចទឹករួចរាងកាយរបស់ខ្ញុំក៏បានស្រឡះជាងមុនដូចជាមិនមានអ្វីមកតោងនៅក្នុងអារម្មណ៍ទៀតទេចាប់តាំងពីថ្ងៃដែលលោកតាបានផ្ដាំនឹងមកខ្ញុំក៏មិនហ៊ានហូបលហុងទុំទៀតដែរទោះជាចូលឆ្នាំ2024ក៏ដោយក៏មិនទាន់ហ៊ានប៉ះពាល់ទៀតដែរទើបតែឥឡូវទេបងអើយឆ្នាំ2025នេះបានខ្ញុំហ៊ានហូបខ្លះវិញហើយចាប់តាំងពីថ្ងៃនោះមកខ្ញុំលែងបានឃើញគេម្ដងទៀតដែរខ្ញុំមិនដឹងថាគេទៅណានោះទេប៉ុន្តែបទពិសោធន៍មួយនេះធ្វើឲ្យខ្ញុំចងចាំមួយជីវិតឲ្យតែខ្ញុំបានជួបមិត្តភ័ក្តិឬក៏នរណាគេដែលខ្ញុំស្គាល់ខ្ញុំប្រាប់គេហើយថាបើសិនជាពពោះឬក៏ទៅតែសម្រាប់កូនហើយកុំញ៉ាំលហុងទុំឬក៏កុំទៅសុំគេផ្ដេសផ្ដាស់ឲ្យមកការពារខ្លួនយើងអញ្ចឹងណាជាចុងក្រោយខ្ញុំសូមផ្ដាំទៅដល់បងស្រីទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងមែនទែនពេលសម្រាប់កូនរួចត្រូវមានមនុស្សមកកេងចិត្តកាន់តែច្រើនកាន់តែល្អកុំនៅម្នាក់ឯងឲ្យសោះព្រោះពេលសម្រាប់កូនហើយកម្លាំងកាយនិងកម្លាំងចិត្តយើងទន់ខ្សោយណាស់ងាយស្រួលឲ្យពពួកអមនុស្សខ្មោចព្រិចបិសាចមកលងបន្លាចណាស់ជាពិសេសត្រូវមានខ្សែអំបោះចងដៃនិងខ្សែការពារចង្កេះឲ្យបានមួយជាប់ខ្លួនផងដែរទោះជឿឬក៏មិនជឿកុំប្រមាថអីរឿងអ្វីក៏អាចកាត់ឡើងបានដែរគ្រាន់តែពេលខ្លះយើងមើលអត់ឃើញគេតែប៉ុណ្ណោះតែពួកគេនៅជុំវិញយើងប្រកាសច្បាស់ណាស់បើយើងរាសីដាក់ទៀតប្រកាសណាស់គេនឹងងាយស្រួលមកធ្វើបាបយើងជាក់ជាពុំខានហើយខ្ញុំក៏សូមអរគុណដល់បងរតនានិងក្រុមការងារ The Story Podcast ដែលបានបង្កើតកម្មវិធីនេះមកខ្ញុំចូលចិត្តស្ដាប់បងនិយាយខ្លាំងមែនតើពេលបងអានម្ដងធ្វើឲ្យខ្ញុំស្រមៃឃើញរូបភាពនិងទិដ្ឋភាពរឿងដែលបងនិយាយទាំងអស់តែម្ដងរឿងនេះខ្ញុំសរសេរប្រាប់បង2ដងទាំងលើកនេះហើយសរសេរដងទី1ផ្ញើទៅបងហើយតែមិនដឹងបាត់ទៅណាទេខ្ញុំមិនអស់ចិត្តក៏ព្យាយាមសរសេរសារជាថ្មីម្ដងទៀតហើយបាត់នៅក្នុងចិត្តថាសូមឲ្យបងបានយករឿងខ្ញុំមករៀបរាប់តាំងពីដើមរហូតដល់ចប់ផងចុះអរគុណបងជំរាបសួរបងរតនានិងសហការីតើបងសុខសប្បាយជាទេខ្ញុំគឺជាអ្នកគាំទ្របងនឹង The Story Podcast តាំងពី Season ទី1ខ្ញុំចង់ចែករំលែករឿងដែលខ្ញុំបានជួបផ្ទាល់ទៅកាន់បងហើយនឹងចែកជូនប្រិយមិត្តរបស់បងបានស្ដាប់កំសាន្តផងដែររឿងហ្នឹងគឺវាបានកើតឡើងនៅក្នុងឆ្នាំដែលខ្ញុំទៅប្រឡងបាក់ឌុបនៅផ្ទះសំណាក់មួយកន្លែងដែលមានទីតាំងស្ថិតនៅខេត្តកំពង់ធំកាលនោះខ្ញុំទៅសម្រាករយៈពេល6យប់7ថ្ងៃពេលខ្ញុំទៅសម្រាកនោះគឺទៅម្នាក់ឯងទេនៅក្នុងបន្ទប់នោះព្រោះមិត្តភ័ក្តិរបស់ខ្ញុំ 4-5 នាក់ទៀតគេមកតាមក្រោយកាលពីមុនគឺមានបងប្អូននិងពួកម៉ាក់ដែលប្រឡងមុនខ្ញុំ 2-3 ចំនួនដែរធ្លាប់និយាយរឿងអមនុស្សប្រាប់ខ្ញុំតែខ្ញុំគិតថាវាបានសាបរលាបអស់ហើយប្រហែលជាមិនអីទេថ្ងៃដែលខ្ញុំបានចូលទៅសម្រាប់នោះខ្ញុំក៏ពុំបានទៅអុជធូបឬក៏ដាក់អ្វីសែនឲ្យគេដែរព្រោះវាមិនមែនជាទម្លាប់របស់ខ្ញុំដែលដាក់ឲ្យគេមុនធ្វើការងារអ្វីមួយនោះទេនៅថ្ងៃដំបូងនោះខាងបុគ្គលិកក៏បានរៀបចំបន្ទប់ឲ្យខ្ញុំសម្រាប់សម្រាកហើយនឹងបន្ទប់ផ្សេងទៀតគឺសម្រាប់ភ្ញៀវដែលគាត់ចូលមកសម្រាកតាមធម្មតាខ្ញុំចាំបានថាបន្ទប់របស់ខ្ញុំពេលនោះគឺមានលេខ211ហើយនឹងជាន់ទី2ពេលចូលសម្រាកខ្ញុំគិតថាគ្មានបញ្ហាអ្វីទេព្រោះពេលចូលទៅគ្មានអារម្មណ៍អីផងព្រឺក៏មិនព្រឺប៉ុន្តែបន្ទាប់ពីបាននៅប្រហែលជា1ម៉ោង2ម៉ោងក្រោយមកគឺថារោមគ្រប់កន្លែងរបស់ខ្ញុំបាក់គ្មានសល់មួយទេតាំងពីដើមមកខ្ញុំគឺជាមនុស្សមិនសូវខ្លាចក៏គិតថាជាធម្មតាណាមួយខ្ញុំគិតថាមកពីវាត្រជាក់ពេកបានបែបហ្នឹងបន្ទាប់មកខ្ញុំក៏បានចេញទៅខាងក្រៅដើម្បីរកមើលទិញអីញ៉ាំកុំឲ្យឃ្លានពេលយប់ខ្ជិលចេញមកខាងក្រៅរំខានទៅដល់អ្នកមើលការខុសត្រូវនៅក្នុងផ្ទះសំណាក់នោះគ្រានោះខ្ញុំចាំបានថាខ្ញុំទិញកាហ្វេមួយថង់ស្លាបមាន់ក្រឡុកហើយនឹងសាច់អាំងមួយចំនួនហើយខ្ញុំក៏បានមកបន្ទប់វិញជាធម្មតាពេលនោះរៀងយប់ប្រលប់បន្តិចទៅហើយតែមើលទៅផ្ទះសំណាក់នោះដូចជាគ្មានភ្ញៀវណាចូលមកសោះខ្ញុំគិតថាឬមួយក៏គេងនៅជាន់ខាងក្រោមឬក៏ជាន់ដតីក្រៅពីខ្ញុំតែនៅពេលដែលខ្ញុំចុះមកគឺមិនមានភ្ញៀវដូចការគិតមែននៅយប់នោះខ្ញុំគេងតែម្នាក់ឯងទេនៅក្នុងបន្ទប់ផ្ទះសំណាក់ហ្នឹងនៅជួររបស់ខ្ញុំខ្ញុំអត់ដឹងថាជួរដតីយ៉ាងម៉េចដែររីឯអ្នកមើលការខុសត្រូវគឺគាត់ត្រូវសម្រាកនៅខាងក្រោមកន្លែងទទួលភ្ញៀវជាមួយប្រពន្ធហើយនឹងកូនប្រុសរបស់គាត់ម្នាក់យប់នោះនៅម៉ោង8យប់ក៏ស្រាប់តែមានសម្លេងមនុស្សប្រុសម្នាក់មកគោះទ្វារបន្ទប់របស់ខ្ញុំហើយពេលនោះខ្ញុំក៏មិនបានគិតអ្វីដែរ
គឺគិតតែម្យ៉ាងគត់ថាប្រហែលជាបងប្រុសដែលគាត់មើលការខុសត្រូវនៅក្នុងផ្ទះសំណាក់នោះហើយពេលដែលខ្ញុំគិតរួចខ្ញុំក៏បានដើរទៅបើកទ្វារប៉ុន្តែចម្លែកណាស់គឺគ្មានឃើញនរណាគេនោះទេខ្ញុំរៀងឆ្ងល់នៅក្នុងចិត្តហើយគិតថាអំបាញ់មិញប្រហែលជាខ្ញុំបើកទ្វារយឺតពេកទៅដឹងគាត់បានដើរទៅវិញបាត់ហើយបានជាខ្ញុំមើលមិនឃើញមនុស្សរួចមកខ្ញុំក៏បិទទ្វារបន្ទប់វិញទៅហើយចុះទៅខាងក្រោមដើម្បីសួរបងអ្នកមើលការខុសត្រូវនឹងប៉ុន្តែគាត់ក៏ឆ្លើយមកវិញថាអត់ទេគាត់អត់បានឡើងទៅគោះទ្វារបន្ទប់របស់ខ្ញុំទេពេលនោះខ្ញុំចាប់ផ្ដើមគិតនៅក្នុងចិត្តហើយថាតិចខ្មោចលងទៅដឹងវើយព្រោះពួកម៉ាក់ខ្ញុំការដែលវានៅបន្ទប់នៅកន្លែងហ្នឹងកាលពីមុនណាគឺវាបែបនឹងឯងតែវានៅគេងគ្នាច្រើនខុសពីខ្ញុំនៅពេលនេះខ្ញុំគេងតែម្នាក់ឯងទេបន្ទាប់ពីគិតរួចរៀងព្រឺសម្បុរណាស់តែព្យាយាមរងាប់អារម្មណ៍ព្រោះថាទើបមិននៅជប់ដំបូងផងកុំឲ្យខ្លួនឯងខ្លាចអញ្ចឹងណារួចខ្ញុំក៏បានឡើងទៅបន្ទប់ខ្ញុំនៅជាន់ទី2វិញតែចូលបន្ទប់មិនទាន់បាន10នាទីផងស្រាប់តែមានអ្នកគូសទ្វារទៀតហើយម្ដងនេះមុនបើកទ្វារខ្ញុំក៏បានដើរទៅមើលកញ្ចក់បង្អួចតូចមួយដែលនៅជាប់ទ្វារពេលហ្នឹងគឺអត់ឃើញមនុស្សទេពេលនោះខ្ញុំក៏មិនបានសួរថាជានរណាគេដែរព្រោះខ្ញុំធ្លាប់ឮគេនិយាយថាបើមានខ្មោចលងមែនណាតែយើងហ៊ានឆ្លើយឆ្លងជាមួយគេនឹងរឹតតែធ្វើបាបយើងលងបន្លាចយើងខ្លាំងជាងមុនទៀតព្រោះគេដឹងថាយើងនឹងមើលឃើញគេដឹងថាគេមកអញ្ចឹងណាខ្ញុំក៏តាំងចិត្តធ្វើដូចជាគ្មានអ្វីកើតឡើងតែខ្លួនខ្ញុំឡើងរឹងអស់ហើយដៃខ្ញុំមកក្តាប់ឡើងណែនរួចខ្ញុំក៏ឡើងទៅគេងនៅលើគ្រែវិញទាំងខ្លួនញាប់ប្រប្រាប់ពេលនោះខ្ញុំមិនទាន់បានដាក់គូតដល់គ្រែផងណាស្រាប់តែឮសូរសំឡេងគូទ្វារទៀតហើយលើកនេះខ្លាំងជាងរាល់ដងធ្វើឲ្យខ្ញុំគិតថាតិចមិនមែនខ្មោចលងទៅដឹងវាច្បាស់ពេកហើយឬក៏មានមនុស្សណាមកលេងសើចអញ្ចឹងណាពេលនោះខ្ញុំរៀងខឹងបន្តិចដែរហើយក៏ដើរលបទៅបើកទ្វារបើកខ្វាក់អត់ឃើញនរណាគេសោះបន្ទាប់មកខ្ញុំក៏បិទទ្វារវិញទៅតែខ្ញុំចាំបានថាមុនពេលដែលខ្ញុំបិទទ្វារខ្ញុំហាក់ទទួលបានអារម្មណ៍ខ្យល់បក់មុខមួយវឹបឡើងត្រជាក់ប៉ះមុខខ្ញុំរោមខ្ញុំឡើងបាស់ឆ្កឹតពេញដៃពេញជើងអស់ហើយលើកនេះខ្ញុំគិតថាប្រកបណាស់ច្បាស់ហើយថាគេមកលេងខ្ញុំខ្លាំងមែនតើហើយយប់នោះខ្ញុំឡើងគេងលើគ្រែហើយចាប់ផ្ដើមសូត្រធម៌ឲ្យខ្លួនឯងចេះតែម្ដងអត់មានខ្វល់នៅក្នុងការចាប់សៀវភៅមកអាននោះទេរហូតដល់ម៉ោង7:11យប់ទៅហើយសុកក៏មានមនុស្សប្រុសម្នាក់ហៅខ្ញុំពីខាងក្រៅបន្ទប់បែបមួយអូនណាអូនគេហៅខ្ញុំ3ម៉ាត់តែខ្ញុំអត់ហ៊ានឆ្លើយតបទេខ្ញុំគិតថាមិនដែរអាណាមកហៅគ្នាអីទាំងកណ្ដាលយប់បែបហ្នឹងអញ្ចឹងណាបន្ទាប់ពីហៅមកខ្ញុំមិនបានឆ្លើយប្រហែលជា 4-5 នាទីស្រាប់តែលឺសូរសំឡេងគោះទ្វារខ្លាំងតែម្ដងឌឹបធ្វើឲ្យខ្ញុំមកភ័យបុកពុះខ្លាំងមែនតើខ្ញុំព្យាយាមបិទភ្នែកព្យាយាមសូត្រធម៌ឲ្យខ្លួនចេះហើយទាញភួយមកគ្រប់មុខចិត្តតែម្ដងក្រោយមកសំឡេងនោះវាក៏ស្ងាត់បាត់ទៅបាត់ប្រហែលជាង40នាទីទៅ45នាទីខ្ញុំគិតថាប្រហែលជាគេមកលេងតែប៉ុណ្្នឹងឯងតែការគិតរបស់ខ្ញុំគឺខុសស្រឡះម៉ោង7:01កណ្ដាលត្រៀតទៅហើយខ្ញុំគេងមិនលក់ទេភ័យផងអផងខ្លាចតែមិនដឹងត្រូវធ្វើយ៉ាងណាព្រោះនៅតែឯងហើយក៏មិនហ៊ានចេញទៅក្រៅបន្ទប់ខ្លាចជួបរបស់គួរឲ្យខ្លាចរវល់តែគិតវិលទៅវិលមកខ្ញុំក៏បានលឺសូរសំឡេងដូចជាមនុស្សដើរអូសច្រវាក់អញ្ចឹងក្រាក់ទៅមកមិនត្រឹមតែប៉ុណ្ណោះទេគឺមានសំឡេងគប់ពីដានទៀតផងទឹបពេញនឹងតែម្ដងធ្វើឲ្យខ្ញុំនេះភ័យឡើងរួញដូចកង្កែបប្រឡាក់អំបិលអញ្ចឹងគឺថាយប់នោះគេលេងខ្ញុំមួយចាស់ដៃតែម្ដងខ្ញុំនេះសម្រេចតែមិនបានដេកទៅហើយគឺជ្រុលទៅហើយទោះដេកក៏ដេកមិនលក់ដែរខ្ញុំក៏ចាប់កុំព្យូទ័រមកបើកមើលរឿងគេសម្រាយបន្តិចទៅក្រែងលោកបាត់ខ្លាចខ្ញុំមើលរឿងដល់ប្រហែលម៉ោង3កន្លះទៀបភ្លឺទើបខ្ញុំចាប់ផ្ដើមងុយគេងហើយក៏គេងលក់បាត់ទៅស្អែកឡើងនៅថ្ងៃទី2ខ្ញុំក៏ធ្វើដូចធម្មតាមិនបានទៅប្រាប់បងប្រុសអ្នកមើលការខុសត្រូវជាមួយនឹងក្រុមគ្រួសាររបស់គាត់នោះទេឆោតណាស់ពេលហ្នឹងមិនដឹងជាគិតអីឡប់មិនហ៊ាននិយាយប្រាប់គេព្រោះគិតថាខ្លាចតែពេលយើងនិយាយទៅគេថាយើងនឹងបង្ខូចឈ្មោះផ្ទះសំណាក់គេអញ្ចឹងណានៅព្រឹកនោះខ្ញុំបានចេញទៅខាងក្រៅដើម្បីទិញបាយហូបនៅឯក្រុងស្ទឹងសែនហើយក៏បានអង្គុយលេងនៅមាត់ស្ទឹងដើម្បីឲ្យអារម្មណ៍ដែលខ្លួនឯងបានជួបកាលពីយប់មិញហ្នឹងវារៀងស្រស់ស្រាយបន្តិច
បន្ទាប់ពីទិញបាយរួចរាល់ហើយខ្ញុំក៏បានទិញកាហ្វេដើម្បីទុកផឹកពេលថ្ងៃថែមទៀតនៅពេលដែលទៅដល់បន្ទប់ផ្ទះសំណាក់វិញខ្ញុំក៏បានធ្វើលំហាត់រំលឹកមេរៀនបន្តិចបន្តួចព្រោះខ្ញុំគឺជាសិស្សវិទ្យាសាស្ត្រសង្គមនៅពេលដែលខ្ញុំបានមើលរួចរាល់អស់ហើយនឹងប្រហែលជាជិតម៉ោង3ខ្ញុំក៏ចាក់ចម្រៀងស្ដាប់ហើយក៏ចេញទៅងូតទឹកបាត់ទៅនៅពេលដែលខ្ញុំចាក់ចម្រៀងនៅក្នុងកុំព្យូទ័រស្រាប់តែពេលនោះខ្ញុំហាក់បីដូចជាឮសំឡេងចម្រៀងចេញពីទូរទស្សន៍នៅក្នុងបន្ទប់ក្បែរជញ្ជាំងទៅវិញវាចម្លែកខ្លាំងមែនទែនតែដោយសារពេលនោះគឺជាពេលថ្ងៃដែរខ្ញុំក៏មិនសូវផិតភ័យប៉ុន្មានទេពេលងូតទឹករួចខ្ញុំក៏ចុះទៅទិញបាយម្ហូបពេលល្ងាចនៅជិតផ្ទះសំណាក់ហើយថ្ងៃទី2នោះក៏មានភ្ញៀវ 4-5 នាក់មកគេងដែរនៅពេលដែលខ្ញុំឃើញភ្ញៀវដែលគេចូលមកគេងសម្រាប់នៅទីនោះហើយខ្ញុំមានអារម្មណ៍រៀងសប្បាយចិត្តបន្តិចព្រោះគិតថាមានគ្នាហើយទោះបីជាគាត់គេងនៅជាន់ទី1ឬជាន់ទី3ក៏ដោយរហូតដល់យប់ថ្ងៃនោះនៅពេលដែលប្រលប់នឹងខ្ញុំបានរំលឹកមេរៀននិងធ្វើលំហាត់បន្តិចបន្តួចដើម្បីឲ្យស្ទាត់ដៃនិងជំនួយដល់ការចងចាំរបស់ខ្ញុំផងដែរនៅពេលដែលខ្ញុំរៀននោះគឺពុំបានឮសូរសំឡេងអ្វីសោះឡើយខ្ញុំគិតថាប្រហែលជាយប់នេះខ្ញុំអាចគេងលក់បានដោយស្រួលហើយមិនបងអង្គយូរខ្ញុំក៏ប្រញាប់បិទភ្លើងបិទអីគេងតាមធម្មតាខ្ញុំលួចញញឹមតិចៗផងដែរព្រោះគិតថាលេងអីមានណារហូតដល់ម៉ោង 7:12 យប់ពាក់កណ្ដាលយប់តែម្ដងស្រាប់តែចាប់ផ្ដើមឮសូរសំឡេងមនុស្សដើរនៅជិតបន្ទប់ខ្ញុំទៀតហើយគេហាក់ដូចជាពាក់បិជជើងផ្ទាត់អញ្ចឹងព្រោះសំឡេងដើរឮសូរតែផ្លាប់ទៅផ្លាប់មកខ្ញុំបើកភ្នែកមកតែមិនហ៊ានកម្រើកខ្លួនទេខ្លាចគេដឹងថាយើងនឹងមិនទាន់គេងលក់ព្យាយាមសំងំស្ដាប់សំឡេងនោះតើគេបាត់នៅត្រង់មុខបន្ទប់របស់ខ្ញុំឬក៏គេដើរទៅមុខហូបបន្ទប់របស់យើងអញ្ចឹងរហូតដល់ម៉ោង 7:01 សំឡេងនោះក៏រៀងស្ងាត់បន្តិចទៅខ្ញុំក៏ដកដង្ហើមធំបានមួយស្របកស្រាប់តែឮសូរសំឡេងមនុស្សប្រុសស្រីជជែកគ្នានៅជាន់ខាងលើជំនួសវិញខ្ញុំខំប្រឹងផ្ទៀងស្ដាប់តែស្ដាប់មិនយល់សោះបន្ទាប់ពីលើសំឡេងជជែកគ្នាហើយក៏ឮសូរសំឡេងមនុស្សដើរឡើងលើកម្មចិន្តាលន់ឮសូរខ្លាំងគួរឲ្យធុញខ្លាំងមែនទែនព្រោះអត់បានដេកមួយយប់ហើយនៅយប់នេះទៀតខ្ញុំរៀងខឹងច្រឡោតគួសមហើយក៏ស្រែកសួរខ្លាំងថាណែអ្នកណាគេនៅខាងលើហ្នឹងវយយប់ស្មាននឹងអីអត់ដេកពួននេះអីមានដឹងថារំខានគេអត់ចេះក្រែងចិត្តគេសោះហ្មងគ្រាន់តែនិយាយចប់ភ្លាមសំឡេងនោះក៏ស្ងាត់ឲ្យជ្រាបខ្ញុំគិតថាទឹកខ្ញុំជ្រុលមាត់សម្ដីធ្ងន់ពេកទេដឹងគឺគេស្ងាត់ជាង1ម៉ោងខ្ញុំគិតថារៀងស្ងប់ហើយខ្ញុំក៏បានបិទភ្លើងចូលដេកបាត់ទៅប៉ុន្តែខ្ញុំសំងំដេកមិនទាន់បាន30នាទីផងហ្នឹងខ្ញុំស្រាប់តែមានអារម្មណ៍ស្រាវស្រាញរសាប់រសល់ខ្ញុំក៏ចាប់ផ្ដើមបើកភ្នែកព្រឹមស្រាប់តែខ្ញុំបានឃើញស្រមោលមនុស្សប្រុសចំណាស់ម្នាក់មនុស្សប្រុសហ្នឹងគឺឈរនៅខាងចុងជើងរបស់ខ្ញុំគេឈរឡើងថ្មឹងសម្លឹងមុខខ្ញុំគួរឲ្យខ្លាចហើយពេលហ្នឹងដៃជើងរបស់ខ្ញុំកម្រើកអីអត់បានតែម្ដងខ្ញុំព្យាយាមក្រោកស្រវេស្រវាដើម្បីបើកភ្លើងប៉ុន្តែរបៀបថាប្រើអស់មួយទំហឹងតែម្ដងទើបខ្ញុំអាចក្រោករួចពេលដែលបើកភ្លើងបានស្រាប់តែខ្ញុំអត់ឃើញអីទាំងអស់តែម្ដងខ្ញុំភ័យខ្លាំងមែនទែនយប់នោះខ្ញុំខ្លាចរហូតមិនបានដេកទល់ភ្លឺតែម្ដងបន្ទាប់មកនៅព្រឹកថ្ងៃទី3ប្រហែលម៉ោង 9 ព្រឹកខ្ញុំក៏បានឮសូរសំឡេងទូរស័ព្ទរោលខ្ញុំទីមកមើលក៏បានឃើញពួកម៉ាក់ខ្ញុំដែលរៀននៅថ្នាក់ជាមួយគ្នាវាឈ្មោះឌីវាខំមកព្រោះវាបានឃើញម៉ូតូខ្ញុំចតនៅខាងក្រោមពេលនោះខ្ញុំសប្បាយចិត្តខ្លាំងមែនទែនព្រោះពួកម៉ាក់របស់ខ្ញុំវាក៏បានមកគេងផ្ទះសំណាក់នេះជុំគ្នាដែរក្រោយមកខ្ញុំក៏បានចេញទៅជួបពួកវានៅខាងមុខផ្ទះសំណាក់ពួកម៉ាក់របស់ខ្ញុំមាន6នាក់មានអាឡាអាឌីអាហាន់អាហ្សា4នាក់គេងនៅខាងលើជាន់ទី1អាជាតិនិងអាវ៉ាណា2នាក់ទៀតវាដេកនៅជាន់ទី2ជាមួយខ្ញុំតែចន្លោះបន្ទប់គ្នាប្រហែលជា3បន្ទប់ខ្ញុំគិតថាយប់នេះប្រកាសជាពួកអស់នេះមិនបានដេកដូចខ្ញុំហើយត្រៀមទៅពួកឯងនៅពេលថ្ងៃនោះពួកយើងក៏បានជួបជុំគ្នាខ្ញុំមិនដាច់ចិត្តខ្ញុំក៏និយាយប្រាប់ពួកវាពីរឿងដែលខ្ញុំបានជួបពេលនោះពួកវានាំគ្នាភ័យណាស់ក៏បានចុះទៅខាងក្រោមដើម្បីទិញផ្លែឈើមកសែន4នាក់នោះពួកវាទិញផ្លែមៀន2នាក់ទៀតវាទិញចេកហើយខ្ញុំក៏បានទិញចេកដែរពួកយើងបានទិញមកដាក់សែនតាមបន្ទប់រៀងៗខ្លួនបន្ទប់ខ្ញុំនៅពេលដែលដាក់ចេកហើយក៏រៀងស្ងាត់បន្តិចតែចម្លែកអីតែបន្ទប់ពួកម៉ាក់ខ្ញុំ4នាក់នោះមុនដាក់ផ្លែឈើពួកវាថាធម្មតាមិនមានស្នាមប្រឡាក់អីទេនៅលើពូកតែពេលដែលពួកវាដាក់ផ្លែឈើសែនហើយពូកមួយដែលនៅជាប់នៅបន្ទប់ទឹកនោះក៏ចេញស្នាមប្រឡាក់ឈាមដុំតែម្ដង
ពី3កន្លែងពួកវាថាច្បាស់ណាស់មុននឹងពួកវាអត់បានឃើញដូចអញ្ចឹងទេពួកវាក៏បានខំមកប្រាប់ខ្ញុំឲ្យឡើងមកជួយមើលពេលនោះពួកយើងស្រឡាំងកាំងខ្លាំងមែនតែនមើលមុខគ្នាទៅវិញទៅមកហើយក៏បានសុំខមាទោសគេបន្តិចបន្តួចក្រែងពួកខ្ញុំនិយាយអ្វីលឺលួសបានជាបែបហ្នឹងក្រោយមកពួកយើងក៏បានបែងចែកគ្នាទៅគេងបន្ទប់រៀងៗខ្លួននៅយប់ទី3នោះខ្ញុំធម្មតាទៅហើយលេងខ្លាចទៅហើយខ្ញុំគិតថាពួកវាសំណាងណាស់ដែលមានខ្ញុំឆ្លងកាត់មុនបានមកប្រាប់ពួកវាអញ្ចឹងណាពួកវាដឹងតែរួចខ្លួនហើយស្អែកឡើងខ្ញុំភាំងតែម្ដងព្រោះពួកម៉ាក់ខ្ញុំទាំង6នាក់គឺគ្មាននរណាគេបានគេងម្នាក់នោះទេពួកវាថាបានលឺសំឡេងគេហៅផងគោះទ្វារផងលឺសម្រាប់ជើងមនុស្សដើរពីលើពីដានផងធ្វើឲ្យភ្នែកពួកវាម្នាក់ឡើងចង់ដូចខ្លាឃ្មុំផែនដាទៅហើយតែបើខ្ញុំឯនេះវិញគឺធម្មតាទៅហើយព្រោះគេលងខ្ញុំឡើងអស់ក្បាច់លងទៅហើយម្យ៉ាងម្នាក់គិតថាបើទៅប្រាប់ម្ចាស់ផ្ទះមិនដឹងថាជាប្រាប់យ៉ាងម៉េចទេគាត់ជឿឬអត់វីវគាត់ខឹងផងក៏ថាបានដែរម្យ៉ាងទៀតចិត្តដល់ថ្ងៃប្រឡំមែនតែនហើយក៏ចេះតែទ្រាំទៅហែកអើតាមគ្នាទៅនៅថ្ងៃទី4នោះម្ដាយរបស់ខ្ញុំក៏បានទិញស្រូវនៅឯខេត្តបន្ទាយមានជ័យគាត់ក៏ហោះចូលមកសម្រានជាមួយខ្ញុំនៅក្នុងបន្ទប់មួយយប់ដែរយប់នោះគេមកសួរសុខទុក្ខម្ដាយខ្ញុំទៀតហើយគ្មានបានគេងទេគេមកគូទ្វារផងបាក់ទឹកនៅក្នុងបន្ទប់ទឹកផងសំឡេងទូរស័ព្ទរោលផងតែពេលដែលលើកទៅគ្មានអ្នកគេនិយាយទេសៀវភៅខ្ញុំក៏ធ្លាក់រប៉ាត់របាយអស់គ្មានបានគេងមកយប់ទេទល់ភ្លឺតែម្ដងក្រោយមកម៉ែខ្ញុំដោយសារតែគាត់មកពីហត់ផងក៏ស្រាប់តែធ្លាក់ខ្លួនកាច់ជំងឺគ្រុនញាក់តែម្ដងព្រឹកឡើងខ្ញុំនិងម៉ែរបស់ខ្ញុំក៏ដូរគ្នាកោះខ្យល់ម្នាក់ម្ដងឲ្យគ្នាឲ្យរៀងធូរអញ្ចឹងណាបាទឈឺទាំងម៉ែឈឺទាំងកូនហើយស្អែកឡើងគឺជាថ្ងៃដែលខ្ញុំប្រឡងហើយខ្លាចអត់ងងុយសរសេរមេរៀនមិនកើតនៅពេលដែលកោះខ្យល់រួចខ្ញុំក៏បានរំលឹកមេរៀនមុខវិជ្ជាបរិស្ថាននិងផែនដីវិទ្យាព្រោះជាមុខវិជ្ជាដែលត្រូវប្រឡងមុនគេនៅពេលមុនប្រឡងនោះខ្ញុំក៏បានជួបមិត្តភ័ក្តិរបស់ខ្ញុំដែលជាអនុរិយពួកយើងក៏បាននិយាយគ្នាលេងបន្តិចបន្តួចហើយក៏បាននិយាយពីរឿងដែលខ្ញុំបានជួបប្រទះពេលនោះសិស្សរួមបន្ទប់ដែលត្រូវប្រឡងជាមួយគ្នាដែរគេបានដឹងពីរឿងនោះហើយក៏បាននិយាយថាក៏តែបងឯងហ៊ានទៅគេងនៅផ្ទះសំណាក់នឹងព្រោះកន្លែងហ្នឹងគេល្បីល្បាញខ្លាំងណាស់គ្មាននរណាគេហ៊ានទៅគេងក្បែរហ្នឹងឬក៏ជួលទេសំបីតែអ្នកដែលមកពីឆ្ងាយក៏គេមិនហ៊ានជួលដែរតែខ្ញុំស្ដាប់ចប់ហើយក៏ធ្វើដូចធម្មតាមិនសូវបានគិតខ្វាយខ្វល់អ្វីច្រើននោះទេព្រោះខ្លាចប្រឡងធ្លាក់ម្យ៉ាងក៏វាចិត្តផុតថ្ងៃទៅហើយនៅថ្ងៃទី5នៃការប្រឡងលើកទី1របស់ខ្ញុំក៏មានអារម្មណ៍ថាធ្វើមិនបានល្អសោះនៅយប់នោះខ្ញុំបានបន្តរំលឹកមេរៀនជាធម្មតារហូតដល់ម៉ោង9យប់ពេលនោះគឺម្ដាយរបស់ខ្ញុំគាត់បានសម្រាកលក់បាត់ទៅហើយនៅឡើយតែខ្ញុំនៅមើលទូរស័ព្ទបន្តិចហើយចូលគេងតែពេលចុចទូរស័ព្ទរៀបចំថានឹងចូលគេងទៅហើយហ្នឹងណាស្រាប់តែបានលឺសូរសំឡេងទឹកហូរចេញពីក្បាលរមណីទឹកទៀតហើយខ្ញុំក៏បានក្រោកទៅបិទទឹកជាធម្មតាបិទម្ដងជា2ដងទៅហើយនៅតែហូរមិនឈប់ខ្ញុំក៏ខឹងហើយជេរនៅក្នុងចិត្តថាអញលេងខ្លាចហើយកំពុងតែប្រឡងធ្វើមិនបានល្អផងក៏មកញ៉ែញ៉ៃអញទៀតបន្ទាប់ពីជេរគេបានពី3នាទីក្រោយមកខ្ញុំក៏ចាប់ផ្ដើមលឺសូរសំឡេងហៅពីខាងក្រៅហៅផងគោះទ្វារផងដូចដើមអញ្ចឹងពួកម៉ាក់ខ្ញុំវាក៏បានខំមកថាដេកមិនបានទេពួកវាទ្រាំលេងបានហើយពួកវាក៏ចុះមកបន្ទប់ខ្ញុំជុំគ្នាដោយសម្រេចថានឹងដើរទៅប្រាប់អ្នកមើលការខុសត្រូវនៅក្នុងផ្ទះសំណាក់នោះតែម្ដងរហូតដល់គាត់អុជធូបនៅកន្លែងរបស់គាត់ហើយបានឲ្យខ្ញុំនិងម៉ែរបស់ខ្ញុំឡើងទៅបន្ទប់វិញរៀងៗខ្លួនទៅពេលនោះក៏ស្ងាត់គ្មានលឺសូរសំឡេងអ្វីទៀតនោះដែរថ្ងៃទី2នៃការប្រឡងក៏បានឈានចូលមកដល់ពួកយើងក៏ទៅប្រឡងធម្មតាថ្ងៃនោះនៅពេលដែលប្រឡងរួចរាល់ខ្ញុំនិងម៉ែរបស់ខ្ញុំក៏បានរៀបចំអីវ៉ាន់ដើម្បីមកផ្ទះវិញចំណែកឯនៅជាន់ទី2ទី3ហ្នឹងអាណាព្យាបាលនិងសិស្សទាំងអស់ក៏បានមករើអីវ៉ាន់ចេញអស់ហើយខ្ញុំជាមួយម៉ែរបស់ខ្ញុំក៏រៀបអីវ៉ាន់ចេញទៅក្រោយគេនៅពេលដែលខ្ញុំបានចេញពីបន្ទប់នោះមកដល់ខាងក្រៅហើយហ្នឹងខ្ញុំក៏បានងាកទៅមើលបន្ទប់នោះវិញពេលនោះស្រាប់តែខ្ញុំបានឃើញបុរសចាស់ម្នាក់ហើយនឹងក្មេងស្រីម្នាក់គេបានលើកដៃលាខ្ញុំមិនបានស្គាល់ពួកគេនោះទេចម្លែកណាស់មិនបានជាពួកគេឈរនៅត្រង់នោះពួកគេមកពីណាមិនបានមានទឹកមុខចម្លែកម្លេះដោយសារតែម្ដាយខ្ញុំទឿនឲ្យប្រញាប់ខ្ញុំក៏បានចេញមកផ្ទះបាត់ទៅនៅតាមផ្លូវខ្ញុំបាននិយាយរឿងហ្នឹងប្រាប់ម្ដាយរបស់ខ្ញុំគាត់ថាអូគេប្រហែលជានៅចាំទីនោះហើយគេអាចជាម្ចាស់ដីមុនផងក៏មិនដឹងទើបទោះបីជាគេសែនព្រេងឬក៏ធ្វើបន់យ៉ាងណាក៏ធ្វើអ្វីគេមិនកើតពេលមកដល់ផ្ទះព្រឹកឡើងខ្ញុំនិងម៉ែក៏បានទៅរកលោកឪស្រោចទឹកដើម្បីបណ្ដេញឧបទ្រពចង្រៃកុំឲ្យសោយទៅថ្ងៃក្រោយទៀតហើយចាប់ពីពេលនោះមកខ្ញុំក៏មិនបានឃើញរឿង
បងប្អូនរឿងថ្ងៃនេះគឺយើងទទួលបានមកពីបងក្តីដែលគាត់ជាអ្នកនៅភូមិក្តីតាកុយហ្នឹងហើយគាត់គឺជាអ្នកលេងភ្លេងបុរាណខ្មែររបស់យើងនៅក្នុងវងរបស់គាត់អញ្ចឹងណាគាត់គឺជាប្រិយមិត្តនៅក្នុង channel YouTube របស់ខ្ញុំគាត់តាមដានគ្រប់វីដេអូទាំងអស់ហើយអ្វីដែលគាត់ចូលចិត្តហ្នឹងគឺ The Story Podcast ហ្នឹងតែម្ដងគាត់គ្រាន់តែជាអ្នកដែលចូលចិត្តស្ដាប់រឿងខ្មោចប៉ុន្តែគាត់អត់ដាច់ជួបរឿងខ្មោចក៏មិនសូវជឿប្រមាណដែរគឺ50-50អញ្ចឹងណាបងប្អូនប៉ុន្តែក្រោយជួបរឿងរ៉ាវទាំងអស់នេះកាលពីឆ្នាំមុនធ្វើឲ្យគាត់ជឿស្លុង 100% តែម្ដងដូចគេនិយាយអញ្ចឹងបាទកុំតន់អារម៉ាតទេខ្លះវាអត់តន់ដល់វេនយើងអញ្ចឹងបងប្អូនគឺគាត់បានទៅលេងភ្លេងនៅបនវត្តមួយដើម្បីបាត់បញ្ចុះសីមាហ្នឹងហើយនៅក្នុងវត្តហ្នឹងគឺគាត់បានជួបជាមួយនឹងរឿងរ៉ាវជាច្រើនតាំងពីថ្ងៃត្រង់តែម្ដងកណ្ដាលថ្ងៃត្រង់តែម្ដងណារហូតដល់យប់ឡើងដែលគាត់ត្រូវតែទ្រាំខ្លួននៅពេលយប់នឹងឯងបាទពេលថ្ងៃល្មមទេដល់ពេលយប់គឺខ្លាំងជាងមុនទៀតគឺគេតាមយកគាត់ទៅជាមួយគ្នាតែម្ដងបងប្អូនចាំស្ដាប់បន្តទៀតទៅខ្ញុំគិតថាវា related ជាមួយនឹងពួកយើងហើយយើងជួបហេតុការណ៍ហ្នឹងសឹងតែស្តៀងគ្នានៅគ្រប់ពេលវេលាដែលយើងចូលទៅភោជនីយដ្ឋានបងប្អូនធ្លាប់ញ៉ាំអីទៅសុកវាអត់តំណងសុកវាឈូសរបស់ហ្នឹងទៅក្រោមឈូសសាច់ទៅក្រោមឬក៏ជ្រូកអីទៅម្យ៉ាងទៅក្រោមតែអត់មានទឹកអត់មានអីទេអាហ្នឹងគេហៅថាខ្មោចទាស៊ីឬក៏យើងត្រូវតែសែនឲ្យគេអីគេហាមរើរបស់ហ្នឹងយកមកទុកខាងលើតុឬក៏យកវាមកស៊ីវិញអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារតែហ្នឹងគឺជាអ្វីដែលត្រូវហោសកម្មឲ្យគេត្រូវបញ្ជូនឲ្យគេអញ្ចឹងណាបងប្អូនតោះកុំឲ្យខាត់ពេលវេលាយូរទៅស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងទទួលបានរឿងរាយរាប់ពីប្រិយមិត្តរបស់យើងដែលគាត់គឺជាអ្នកភូមិក្តីតាកុយបងប្អូនអញ្ចឹងខ្ញុំសូមហៅគាត់ថាបងក្តីទៅគាត់បានសរសេរមកថាសួស្តីបងអូនរតនាបងអូនមនោរដ្ឋនិងសហការីទាំងអស់បងតែងតែស្ដាប់រឿងបងអូនជារឿយៗមិនថាតាមរយៈ YouTubeឬក៏ Facebook នោះទេពេលស្ដាប់រួចគឺបងជក់ចិត្តនឹងស្លងអារម្មណ៍ជាមួយនឹងការបញ្ចេញបញ្ចូលរបស់បងអូនពិតជាពីរោះខ្លាំងណាស់បងចូលចិត្តស្ដាប់រឿងរន្ធត់របស់បងអូនជាពិសេសហ្នឹងគឺរឿងខ្មោចនឹងតែម្ដងប៉ុន្តែកាលពីមុនបងគឺជាមនុស្សដែលមិនដែលជួបឬក៏ឃើញខ្មោចព្រាយបិសាចអ្វីនោះដែរទើបតែមួយរយៈក្រោយមកនេះទេប្រហែលជារិស័យដាក់ហើយមើលទៅទើបពេលខ្លះឃើញខ្មោចទាំងថ្ងៃជួនកាលក្រឡេកភ្នែកទៅក៏ឃើញតែម្ដងពេលនោះខ្លាចរហូតដល់ថ្នាក់ឈឺធ្ងន់ទៀតផងសក់ចេញស្កើពេញក្បាលចាស់ជាងតាអាយុ90ឆ្នាំទៅទៀតនេះគឺជារឿងប៉ិតដែលកើតឡើងចំពោះបងមុនរដូវចូលឆ្នាំយើងមកដល់បងក្តីបានទៅលេងភ្លេងពិនពាទ្យនៅឯខេត្តកំពង់ស្ពឺអញ្ចឹងបានន័យថាគាត់គឺជាអ្នកលេងភ្លេងបុរាណខ្មែរជាមួយនឹងក្រុមភ្លេងរបស់គាត់នៅវត្តមួយក្នុងពិធីបុណ្យបញ្ចុះខន្ធសីមាដែលបានប្រារព្ធធ្វើឡើងចំនួន3យប់4ថ្ងៃជាប់គ្នាពេលនោះដោយសារតែខ្លាចយឺតនៅក្នុងការធ្វើដំណើរពួកយើងក៏បានចេញទៅមុនមួយថ្ងៃដើម្បីការពារកុំឲ្យមានភាពយឺតយ៉ាវឬក៏ខកខានខូចតាមវិធីរបស់គេណាមួយក៏ដើម្បីបានស្គាល់ពីទីតាំងភូមិសាស្ត្រនិងប្រជាជនរបស់យើងដែលរស់នៅទីនោះដែរម្យ៉ាងទៀតក៏អាចជួយឲ្យពួកយើងបានសុខស្រួលក្នុងចិត្តខ្លះដែរព្រោះការធ្វើដំណើរឆ្ងាយจากពីទីត្រូវរក្សាសុខជាមួយនឹងម្ចាស់ស្រុកគឺជារឿងសំខាន់ដែលមានការរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យពីសំណាក់ព្រះសង្ឃនិងលោកអ៊ំគណៈកម្មាធិការវត្តពួកយើងពិតជាមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំងហើយនៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នករស់នៅទីនោះជាពិសេសបងប្អូនអ្នកភូមិដែលរស់នៅជុំវិញវត្តតែម្ដងពេលវេលានៅសល់មួយថ្ងៃទៀតទៅមកដល់ថ្ងៃសូត្រមន្តនៃពិធីបញ្ចុះខន្ធសីមាសល់ពេលមិនច្រើនដែរលោកពូម្នាក់ដែលរស់នៅទីនោះគាត់ក៏បានបបួលបងក្តីនឹងទៅទទួលទានអាហារថ្ងៃត្រង់នៅឯផ្ទះគាត់ហើយនឹងក្រុមគ្រួសារពិតជាមានចិត្តល្អខ្លាំងណាស់ចំបាយទឹកនំចំណីទទួលក្រុមបងក្តីដូចជាសាច់ញាតិបងប្អូនបង្កើតរបស់ពួកគាត់អញ្ចឹងហើយបងក្តីក៏បន្តទៀតថាពួកយើងនាំគ្នាហូបបាយបណ្ដើរជជែកគ្នាលេងបណ្ដើរនិយាយពីនេះពីនោះរហូតដល់ម៉ោង12ថ្ងៃត្រង់ល្មមស្រកពោះម្ចាស់ផ្ទះក៏បានឲ្យអ្នកលក់ទឹកត្នោតជូរនៅក្នុងភូមិនោះយកទឹកត្នោតជូរមកឲ្យគាត់ដល់ផ្ទះតែម្ដងហើយពួកយើងក៏បន្តកម្មវិធីជួបជុំគ្នាផឹកស៊ីបន្តទៀតនៅខាងក្រៅផ្ទះគាត់តែម្ដងជាមួយនឹងម្លប់ឈើមួយដ៏សែនត្រជាក់ត្រឆឹងត្រឆៃខ្យល់អាកាសបរិសុទ្ធណាស់ធម្មជាតិស្រុកស្រែពិតជាស្រស់ស្អាតខ្លាំងណាស់ពួកយើងក៏បន្តការផឹកស៊ីផ្ទះដៃរំច្រៀងយ៉ាងសប្បាយដោយមិនបានចាក់ធុងបាសបង្កសំឡេងរំពងរំខានដល់អ្នកជិតខាងឡើយនៅពេលនោះរៀងស្រវឹងស្រឿងដែរដោយសារតែខ្ញុំមិនសូវចេះផឹកស្រាឬក៏ទឹកត្នោតជូរជាពិសេសគ្រឿងស្រវឹងទាំងអស់នោះដូចគេបានត្រឹមតែមួយក្អឹកក៏វិលមកខ្ញាល់ទៅហើយគឺថាផែនដីក្រឡាប់ចាស់អស់ហើយអង្គុយជុំគ្នាជិត20នាក់ទាំងក្រុមភ្លេងម្ចាស់ផ្ទះនិងបងប្អូនអ្នកជិតខាងមួយចំនួនទៀតនោះខ្លះច្រៀងស្គរដៃខ្លះអង្គុយទះដៃលេងខ្លះអង្គុយវាយធុងពេត្រូធ្វើជាបទភ្លេងខ្លះជជែកគ្នាពីនេះពីនោះខុសអីតែខ្ញុំឯនេះអង្គុយបណ្ដើរមើលនេះមើលនោះបណ្ដើរ
តែវាចង្រៃអីភ្នែកខ្ញុំក៏ដៀងទៅចំដើមថ្នោតដែលកំបុតក្បាលដែលដុះនៅលើភ្លឺស្រែក្បែរដើមជ្រៃនៅក្បែរនោះប្រហែលជា100ម៉ែត្រពីកន្លែងអង្គុយខ្មោចលងធ្វើជាដើរសម្ដៅទៅរកដើមថ្នោតកំបុតក្បាលនោះបងប្អូនដើរសក់វាក៏បង្វិលក្បាលងាកមករកខ្ញុំហើយភ្នែកវាសម្លឹងមុខខ្ញុំស្ទើរតែលៀនភ្នែកជ្រុះធ្លាក់មកដីទៅហើយពុទ្ធោអើយក្បាលវាវិលមកក្រោយឲ្យដងខ្លួនវានៅដកដែរប៉ុន្តែវាគ្មានជើងនោះទេខ្ញុំបែកញើសចូលក្បាលស្វាងស្រាចេះតែម្ដងតែក៏ព្យាយាមធ្វើជាយកទឹកមកលុកមុខព្រោះបើប្រាប់គេថាបានជួបខ្មោចទាំងថ្ងៃក៏គ្មានអ្នកណាគេជឿដែរស្រួលមិនស្រួលគេថាមកពីយើងផឹកស្រាស្រវឹងទៀតក៏ថាបាននៅពេលនោះខ្ញុំភ័យណាស់ព្យាយាមតាំងចិត្តថាមិនខ្លាចទេតែជើងវិញញ័រអស់ហើយបន្តិចក្រោយមកខ្ញុំចង់ដឹងថាវាទៅវិញបាត់ឬនៅខ្ញុំក៏ដៀងភ្នែកសម្លឹងទៅមើលម្ដងទៀតហើយធូរទ្រង់បន្តិចអត់ឃើញខ្មោចនោះទៀតទេរៀបនឹងគិតថាអស់អីទៅហើយស្រាប់តែម៉ែអើយម្ដងនេះខ្ញុំឃើញខ្មោចមកឈរក្បែរខ្លួនខ្ញុំទាំងស្រស់តែម្ដងខ្ញុំឃើញខ្លួនវាហូរសុទ្ធតែឈាមព្រមទាំងលើកដៃចង្អុលមកខ្ញុំទៀតប៉ុន្តែខ្មោចនោះអត់មានក្បាលទេវ៉ាវជួបរបស់ពិតហើយទាំងថ្ងៃតែម្ដងខ្ញុំនៅមិនបានទៀតទេលេងអីអញ្ចឹងពេលនោះខ្ញុំសឹងតែលុបប្រលឹងស្លាប់ព្រោះកំពុងតែភ័យផងក៏មានគ្នាខ្ញុំម្នាក់ទៀតដើរមកទះស្មាពីក្រោយផឹបខ្ញុំភ្ញាក់ច្រងាងស្រែកមួយពេញទំហឹងថាម៉ែអើយជួយផងម៉ែអើយជួយផងខ្ញុំខ្លាចហើយស្រែកបិទភ្នែកផងយំផងអញ្ចឹងណាពេលនោះមិត្តភក្តិខ្ញុំម្នាក់ទៀតគាត់ក៏និយាយលេងបែបផ្សាច់ចំអកឲ្យខ្ញុំថាយីអាននេះស្រវឹងហើយចោទថាអញនឹងជាខ្មោចទៀតចាប់ហ្មងហើយគាត់នាំគ្នាសើចអញ្ចឹងទៅតែខ្ញុំក៏មិនបានឆ្លើយតបអ្វីភ្លាមដែរព្រោះមិនទាន់បាត់ភ័យផងឃើញសភាពបាច់នោះភ្លាមពូម្ចាស់ផ្ទះនិងអ្នកភូមិដែលកំពុងតែអង្គុយច្រៀងលេងក៏នាំគ្នាផ្អាកសិនហើយងាកមកសួរខ្ញុំថាក្មួយឯងកើតអីបែកញើសជោគសានខោអស់ហើយទៅងូតទឹកសិនទៅចាំមកវិញឮដូច្នេះខ្ញុំក៏ធ្វើតាមគាត់ដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹកបដូរខោអាវរួចរាល់ជាស្រេចនិងរកអីញ៉ាំតិចតួចអារម្មណ៍ក៏រៀងធូរស្រាលជាងមុនគួរសមរួចរាល់ហើយខ្ញុំក៏ដើរត្រឡប់ទៅកន្លែងជួបជុំគ្នាវិញភ្លាមនោះក្នុងចំណោមពូអ្នកភូមិក៏បានសួរខ្ញុំថាម៉េចឯអូនបានធូរស្រាលខ្លះនៅលេងភ័យលេងខ្លាចនៅឮគាត់និយាយអញ្ចឹងណាខ្ញុំក៏មិនទាន់ចាប់អារម្មណ៍អ្វីនោះដែរបានត្រឹមតែឆ្លើយថាបាទពូខ្ញុំលេងអីពូម្នាក់នោះក៏បន្តទៀតថាក្មួយឯងរិស័យដាក់អញ្ចឹងហើយកលេចទៅណាក៏ឃើញគេដែរមិនថាព្រឹកថ្ងៃឬក៏យប់ឡើយនេះគេហៅថាជោគជតាកម្មមកពីយើងធ្លាប់សាងផលកម្មឬក៏បុណ្យបាបជាមួយគ្នាពីមុនមកទើបគេឲ្យយើងមើលឃើញបើបានឃើញហើយយើងមានតែធ្វើបុណ្យបញ្ជូនកុសលឲ្យគេទេក្មួយអើយទើបគេឆាប់បានរួចចាក់ផុតទុក្ខខ្ញុំភ្ញាក់ខ្លួនឲ្យព្រឺតហេតុអីក៏គាត់ដឹងក្រុមខ្ញុំគ្រប់គ្នាស្រឡាំងកាំងអង្គុយស្ដាប់គាត់ឡើងស្វាងទឹកថ្នោតជូរអស់រលីងតែម្ដងបានន័យថាបងប្អូនគឺអ្នកភូមិអ្នកស្រុកហ្នឹងគឺគាត់ដឹងរឿងហ្នឹងទាំងអស់គ្នាប៉ុន្តែអត់មាននរណាគេហ៊ាននិយាយប្រាប់អ្នកចំណូលថ្មីឬក៏អ្នកទៅលេងម្ដងម្កាលនោះទេខ្លាចគេខ្លាចអញ្ចឹងណាបងប្អូនបងក្តីក៏បន្តទៀតថាភ្លាមនោះមានពូម្នាក់ទៀតក៏និយាយបន្តស្ដាប់អាបុនទៅវាមានក្រយ៉ៅខ្មោចលងពីមុនណាវាក៏ខ្លាចខ្មោចលងដោយអាអូនឯងដែរតែបានតាចៅអធិការវត្តបញ្យលទើបវាឈប់ខ្លាចកាលនោះវាឈឺប៊ីឆ្កួតទៅហើយរត់ឆ្លេឆ្លាទាំងថ្ងៃស្រែកថាខ្មោចលងឲ្យគេជួយពេញភូមិខ្មោចវាធ្វើអីយើងមិនកើតទេវាធ្វើអីក៏ធ្វើទៅកុំខ្លាចធ្វើតែមិនដឹងមិនលឺទៅតែ3 4 ដងវាទៅឯងហើយមិញអាអូនឯងមើលទៅដើមជ្រៃនៅភ្លឺស្រែជាប់ដើមថ្នោតកំបុតក្បាលហ្នឹងមែនគាត់និយាយហើយក៏ចង្អុលទៅដើមជ្រៃនោះខ្ញុំក៏ឆ្លើយថាបាទពូគាត់ក៏និយាយបន្តទៀតថាពួកវាលេងតែអញ្ចឹងឯងពួកនឹងកម្មក្រាស់ណាស់កាលនៅរស់មួយថ្ងៃមិនខិតខំរកស៊ីអីទេគាត់តែដើរផឹកស៊ីវាដំប្រពន្ធកូនយប់ឡើងដើរតាក់ឆ្កែតាមភូមិយកមកធ្វើសាច់ខ្លែមស៊ីយប់មួយនោះមានភ្លៀងមានផ្គររន្ទះបាញ់ខ្លាំងមែនទែនពួកវាជួបជុំគ្នាផឹកស៊ីនៅក្រោមដើមជ្រៃនោះទាំងភ្លៀងមិនអស់ចិត្តណាក៏ឡើងលួចយកទឹកថ្នោតគេមកផឹកស៊ីច្រៀងលេងសប្បាយដោយមិនដឹងខ្យល់អីយប់នោះគ្មានសល់ម្នាក់ទេអូនអើយរន្ទះបាញ់ងាប់ទាំងអស់តៃហោងតែម្ដងព្រឹកឡើងមានអ្នកភូមិទៅធ្វើស្រែទៅប្រទះឃើញហើយក៏បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដងអូនឯងដឹងអត់ពេលពួកវាងាប់ថ្មីគ្មានអ្នកភូមិណាបានដេកទេអ្នកមកធ្វើស្រែគឺពួកវាលងគេលងឯងឡើងផ្អើលឆ្កែលូពេញនឹងតែម្ដងយប់ឡើងពួកវាដើរលងគូផ្ទះគេទិញស្រាទិញទឹកថ្នាំជូរទៀតផងកាលនោះឆ្កែលូត្រហឹងពេញភូមិសឹងតែរាល់ថ្ងៃដល់មានរឿងអញ្ចឹងទៅអ្នកភូមិនិងតាអាចារ្យវត្តក៏សហការគ្នារៀបចំពិធីសូត្រមន្តរំដោះគ្រោះទៅនៅក្នុងភូមិបានស្ងប់ស្ងាត់ឡើងមកវិញដូចនាពេលបច្ចុប្បន្នហ្នឹងប៉ុន្តែពួកខ្មែរអស់ហ្នឹងវាមិនបានទៅណាឆ្ងាយទេគឺនៅរងកម្មនៅកន្លែងរន្ទះបាញ់នឹងឯងបើរាប់ពីឆ្នាំ1997រហូតមកដល់ឥឡូវហ្នឹងគឺ
bị chối chết mà phay làm pi năm tại gái ôn ơi đập chóp nhóm can tại phay khăng crom rồi bọc nhóm nằm khné prư sầm bò bà rôm nhạ tại mà đòn mình cua na mà chụp khmai lông tàng ngày bài nị so cắt rầm lông mà đo ngày bón bành cho khan gì mà bom ôn ơi pe là nghịch mang bầm mùi tới hỏi chom pe đạiประสองកំពុងតែធ្វើកិច្ចបងស្គលភ្នែកខ្ញុំស្រាប់តែក្រឡេកទៅឃើញខ្មោចជាច្រើនអ្នកខ្លះស្លៀកខោអាវដាច់រយេរយ៉ៃទឹកមុខស្លេកស្លាំងរូបរាងស្គមស្គាំងខ្លាំងមែនទែនហើយខ្លះទៀតមិនមានអ្វីបិទបាំងខ្លួនផងក៏មានមកសារនេះគឺមកឈុតធំតែម្ដងដំបងឡើយខ្ញុំស្មានតែអ្នកសំទៀនតើតែតាមពិតទៅគឺសុទ្ធតែពពួកខ្មោចប្រែតតៃហោងដែលអត់សាច់ញាតិមកជួបជុំគ្នាដើម្បីទទួលសំណែនដែលគេធ្វើបុណ្យបញ្ជូនឲ្យពិតជាគួរឲ្យសោកសង្រេងណាស់ខ្ញុំមើលហើយគឺភ្ញាក់ខ្លួនខ្លាំងមែនទែនចូលមកដល់យប់ឡើងដោយសារតែដេកមិនលក់អបសក់ពេកខ្ញុំក៏ក្រោកទៅដើរលេងម្នាក់ឯងរៀងខ្លាចដែរប៉ុន្តែមិនដឹងធ្វើម៉េចទោះបីជាសំងំបិទភ្នែកយ៉ាងណាក៏គេមិនលក់នៅយប់នោះម៉ោង 11:37 នាទីទៅហើយខ្ញុំដើរចេញមកមើលគេលេងល្ខោននិងមើលនេះមើលនោះដូចជាគេលេងជីតូងជិះម៉ូតូហោះនិងមើលគេលេងរបស់ច្រើនមុខទៀតត្បិតយប់រៀងច្រើនបន្តិចមែនប៉ុន្តែយូរទៅទើបមានបនម្ដងមនុស្សម្នានៅទីនោះច្រើនកកមើលតែកន្ទុយភ្នែកខ្ញុំគិតថានឹងលេងអីហើយគ្មានជួបខ្មោចអីទៀតទេមនុស្សច្រើនបែបហ្នឹងក៏បន្តដើរសំដៅទៅរកកន្លែងទិញអីញ៉ាំខ្ញុំទិញបានសាច់គោអាំង4ចង្កាក់ក៏ដើរហួសទៅឈរមើលគេលេងល្ខោនតែម្នាក់ឯងគឺនៅពីក្រោមដើមអំពិលបារាំងឬក៏ដើមច័ន្ទគិរីហ្នឹងណាគឺដើមហ្នឹងធំខ្លាំងមែនតើគឺជាដើមដែលធំជាងគេនៅក្នុងវត្តហើយមួយសន្ទុះក្រោយមកស្រាប់តែខ្ញុំហាក់ដូចជាបានឮសំឡេងមនុស្សស្រីចំណាស់និយាយញ័រខ្សើខ្សឹបនៅក្បែរត្រចៀកខ្ញុំថាដាក់អីឲ្យអានស៊ីផងលឺភ្លាមខ្ញុំមិនចាប់អារម្មណ៍ទេដោយនឹកស្មានថាអ្នកផ្សេងនិយាយជាមួយគ្នាគេទេមើលទៅតែបន្តិចក្រោយមកក៏លឺសំឡេងនោះម្ដងទៀតដាក់ស្អីឲ្យអានស៊ីផងនិយាយលើកនេះស្រែកកំហុកខ្លាំងមែនទែនហើយក៏បន្តខ្លាំងជាងមួយបន្តិចទៀតថាប្រហើនជាប្រហើនអញប្រាប់ឲ្យថាដាក់ឲ្យអានស៊ីផងវាធ្វើមិនដឹងហែចង់ងាប់មែនពេលនោះខ្ញុំភ្ញាក់ច្រងាងតែម្ដងមើលឆ្វេងមើលស្ដាំហាក់ដូចជាគ្មានឃើញអ្នកណានិយាយជាមួយខ្ញុំទេម្ដងនេះខ្ញុំគិតក្នុងចិត្តថាទីរយអញមិនអស់ចិត្តខ្ញុំក៏ព្យាយាមសម្លឹងរកមើលក្រែងមានមនុស្សនិយាយជាមួយខ្ញុំមែនតែរកយ៉ាងណាក៏មើលមិនឃើញអ្នកដែលហៅខ្ញុំដែរពេលនោះដល់គិតថាមានសម្លេងគេដាក់បាសពពានាយលក់ដូរពីគ្រប់ទិសទីអញ្ចឹងមើលទៅអ៊ូអរណាស់ខ្ញុំគិតថាប្រហែលជាមិនអីទេបំរុងនឹងយកសាច់គោអាំងនឹងដាក់ចូលមាត់ទៅហើយស្រាប់តែដូចជាមានអ្វីទាញកញ្ឆក់សាច់គោនោះឲ្យធ្លាក់ចេញពីដៃជ្រុះទៅលើដីតែម្ដងអូពុទ្ធអើយគេអង្គុយក្រោមគល់ដាប់អំពិលទឹកបារាំងទម្លាក់សក់នៅចំមុខបើកភ្នែកធំសឹងប៉ិនពងមន់ចង្អុលមកខ្ញុំទាំងកំហឹងពេលនោះខ្ញុំមានអារម្មណ៍ថាត្រចៀកខ្ញុំហាក់ដូចជាលេងបានឮសំឡេងគេពពាយនាយលក់នេះលក់នោះទៀតហើយតែប្រែខ្លះជាសំឡេងស្រែកជេរខ្ញុំទៅវិញមនុស្សនៅជុំវិញខ្លួនខ្ញុំទាំងអស់មិនដឹងជាបាត់ទៅណាឬក៏មកពីភ្នែកខ្ញុំព្រិលពេលនោះខ្ញុំមានអារម្មណ៍ថាហាក់ដូចជានៅមួយកន្លែងផ្សេងទៀតដែលស្ថិតនៅក្រោមការឃុំក្រមរបស់គេអញ្ចឹងវាតានតឹងខ្លាំងណាស់គេស្រែកជេរខ្ញុំថាហែងប្រហើនណាស់យើងប្រាប់ឲ្យថាដាក់ស្អីឲ្យអញស៊ីផងតែហែងផ្គល់ធ្វើមិនដឹងមិនលឺហើយស៊ីបង្អួតអញទៀតតោះតែអញទីកញ្ឆក់ខានស៊ីទើបឯងធ្វើមើលឃើញអាប្រហើនងាប់ទៅហែងមកនៅជាមួយយើងអញឲ្យហែងមិនសាករសជាតិអញម្ដងហាអូព្រឺរោមអ្នកនរគ្នាបបពិសោធន៍នេះគឺធ្វើឲ្យបងក្តីគឺអើយបើយើងជួបគាត់ដូចគាត់វិញមិនដឹងមានអារម្មណ៍បែបណាទេបាទគាត់ជួបពេលថ្ងៃហ្នឹងមិនសូវប្រហែលទេប៉ុន្តែជួបពេលយប់នេះគឺ yes នៅពេលដែលយើងហូបអីតាមផ្លូវឬក៏នៅហូបអីក្នុងហាងអញ្ចឹងណានៅពេលដែលជ្រូកអញ្ចឹងទៅសុកជ្រូកដល់អត់មានហេតុផលចាស់គាត់តែងតែនិយាយថាមិនហើទេទុកឲ្យគេទៅគឺគាត់និយាយតែប៉ុណ្្នឹងឯងហើយយើងក៏ដឹងថាគាត់មានន័យថាមិនដែរប៉ុន្តែនៅពេលដែលយើងធំហើយទៅយើងដឹងថាគាត់ចង់សម្ដៅថានឹងប្រហែលជាគេទាញដៃយើងឲ្យជ្រូកដើម្បីសែនឲ្យគេអញ្ចឹងមិនហៅទេសែនឲ្យគេអហោសកម្មឲ្យគេអញ្ចឹងទៅដើម្បីគេបានឆ្អែតផងអញ្ចឹងណាវ៉ាវបងប្អូនខ្ញុំនិយាយហើយខ្ញុំព្រឺសបល់ខ្លាំងមែនតើអើយបងប្អូនហើយបងក្តីក៏បន្តទៀតថាខ្ញុំភ័យហើយនឹងតក់ស្លុតខ្លាំងណាស់ពេលនោះខ្ញុំបានត្រឹមតែបិទភ្នែកយំអង្វរគេសុំទោសគេនឹងព្យាយាមបញ្យល់ហេតុផលតែទោះជាយ៉ាងណាគេក៏មិនបាត់ខឹងនោះដែរខ្មោចស្រីចំណាស់នោះក៏ដើរមកច្របាច់កខ្ញុំពេញទំហឹងតែម្ដងពេលនោះខ្ញុំបាត់បង់ស្មារតីលែងដឹងអ្វីទាំងអស់ស្រាប់តែសក់ព្រឹកឡើងខ្ញុំក៏ភ្ញាក់ដូចទៅងើបពីយល់សពអញ្ចឹងខ្ញុំបានឮសំឡេងមនុស្សនិយាយគ្នាមាត់ចចាចនឹងមានដៃព្រះសង្ឃមួយអង្គបានមកអង្រួនខ្លួនខ្ញុំក្រោកឡើងចៅភ្លឺហើយខ្ញុំបើកភ្នែកសម្លឹងមើលទៅបរិយាកាសនៅជុំវិញនោះឃើញច្បាស់ថាខ្ញុំគឺមកដេកនៅមុខអាសនៈព្រះពុទ្ធធំមួយអង្គនៅក្នុងកុដិព្រះគ្រូសូត្រឆ្វេងព្រមទាំងមានយាយតានិងសមាជិកក្រុមភ្លេងខ្ញុំនឹងពី3នាក់ទៀតកំពុងអង្គុយច្របាច់ដៃច្របាច់ជើងឲ្យខ្ញុំដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង
ភ្លាមនោះខ្ញុំក៏ស្ទុះងើបអង្គុយហើយថ្វាយបង្គំលោកតានិងសំពះយាយតានៅក្បែរនោះពួកគាត់ក៏និយាយព្រមគ្នាថាលេងអីហើយកុំភ័យអីលោកតាជួយរួចរាល់ហើយពេលនោះខ្ញុំរៀននៅមមីមើនៅឡើយហើយក៏ឆ្ងល់ថាមិនបានជាខ្ញុំនៅដេកនៅក្នុងកុដិលោកតាដូច្នេះទៅវិញព្រោះយប់មិញខ្ញុំបានចាំច្បាស់ណាស់ថាខ្ញុំនៅឈរមើលល្ខោននៅក្រោមដើមអំពិលទឹកបារាំងទេតើស្របពេលនោះខ្ញុំក៏បានសួរទៅកាន់គ្នាខ្ញុំម្នាក់ទៀតដែលនៅក្បែរនោះថាអញកើតអីមិនបានអញមកដេកនៅនឹងចឹងភ្លាមនោះមិត្តខ្ញុំក៏តបថាយប់មិញហ្នឹងណាអ្នកភូមិឃើញហែងស្រែកយំតែម្នាក់ឯងនៅក្រោមដើមអំពិលទឹកបារាំងអានេះហើយក្រោយមកសុកហែងយកដៃច្បាច់កហើយក៏ដួលស្លាប់បាត់ទៅអូទើបបងប្អូនអ្នកភូមិយើងនៅក្បែរនោះជួយយកប្រេងខ្យល់ឲ្យហែងហិតនឹងច្របាច់ដៃច្របាច់ជើងតែធ្វើយ៉ាងណាក៏ឯងអត់ដឹងខ្លួនសោះដោយគិតថាមិនសូវស្រួលហើយនឹងសង្ស័យថាមានអីម្យ៉ាងនៅក្រោមដើមឈើនោះពួកគាត់ក៏បីឯងមកទីនេះដើម្បីឲ្យលោកតាសូត្រមន្តស្រោចទឹកឲ្យអញ្ចឹងទៅដឹងរឿងប៉ិតហើយខ្ញុំក៏តបថាអូតាប៉ិតជុំមិញនោះដោយសារតែភ័យពេកទើបធ្វើឲ្យខ្ញុំសន្លប់បាត់មាត់បាត់កពេលនោះខ្ញុំមិនបានចាំអ្វីទាំងអស់ថាខ្លួនឯងកើតអីតែពេលបានដឹងរឿងបែបនេះហើយខ្ញុំក៏បានលើកដៃសំពះអរគុណពួកគាត់អ្នកចាស់អ្នកភូមិចាស់ហ្នឹងហើយនឹងថ្វាយបង្គំអរព្រះគុណលោកតាដែលបានជួយស្រោចស្រង់ជីវិតខ្ញុំបើមិនអញ្ចឹងទេខ្ញុំប្រហែលជាចោលឆ្អឹងនៅទីនេះជាពុំខានព្រឹកនោះក្រោយពេលព្រះអាទិត្យបើកថ្ងៃខ្ញុំក៏ខ្លាយមកជាសភាពធម្មតាវិញនឹងហាក់ដូចជាស្រស់ស្រាយភ្លឺស្វាងជាងមុនបន្តិចក្រោយពីលោកតាជួយប្រោះព្រំនិងចង់ខ្សែសៃម៉ាននៅនឹងកដៃខ្ញុំមកកម្មវិធីចប់រួចរាល់ក៏ដល់ពេលត្រឡប់ទៅផ្ទះវិញខ្ញុំក៏មិនភ្លេចទៅថ្វាយបង្គំលោកតាព្រះចៅអធិការលោកយាយនិងបងប្អូនអ្នកភូមិដែលបានជួយយកអាសាខ្ញុំកាលពីយប់មិញផងដែរជាពិសេសនោះគឺម្ចាស់ផ្ទះដែលបានរាប់អាននិងហៅខ្ញុំទៅគេងសម្រាកញ៉ាំអីនៅផ្ទះគាត់ត្បិតពួកយើងមកដោយដៃទទេមែនប៉ុន្តែខ្ញុំនិងមិត្តភ័ក្តិក៏មានសម្ភារៈនិងថវិកាបន្តិចបន្តួចជូនដល់អ៊ំចាស់នៅទីនោះដែរហើយពួកគាត់ចិត្តល្អណាស់មិនព្រមយករបស់ទាំងអស់នោះទេតោះតែពួកខ្ញុំអង្វរគាត់ជាច្រើនលើកជាច្រើនសារទៅពួកគាត់ព្រមយកក្រោយមកក្រុមភ្លេងរបស់ខ្ញុំក៏បានឡើងឡានត្រឡប់មកផ្ទះវិញដោយក្តីសុខសប្បាយហើយចាប់តាំងពីពេលនោះមកខ្ញុំក៏លែងបានឃើញខ្មោចទៀតដែរខ្ញុំគិតថាប្រហែលជាខ្ញុំមានបញ្ហាសុខភាពផងគិតច្រើនផងឬក៏រិស័យដាក់ក៏ថាបានដែរគឺថានៅយប់នោះមួយរោងនោះស៊ីលុយមិនឆ្ងាញ់ទេទ្រាំខ្លួនភ័យស្ទើរតែឈួតទៀតបាទអរគុណច្រើនសូមជម្រាបលាបាទហើយរឿងនេះក៏ចប់ត្រឹមប៉ុណ្្នឹងដែរបងប្អូនយល់យ៉ាងណាដែរចំពោះខ្សែរឿងរបស់បងក្តីដែលជាអ្នកភូមិក្តីតាកុយអរគុណច្រើនក្នុងការគាំទ្រ The Story Podcast